នៅក្នុងអំឡុងពេលដែលអ៊ំយៈរួមទាំងនីដាំលួចចូលទៅក្នុងជំរំបន្ទាយរបស់ពួកក្រុមជួញដូរក្បាលអ្នកតានោះពេលនោះដែរគឺគាត់បានចាញ់ល្បិចរបស់ពួកគេពេលដែលគាត់ចូលទៅគឺគ្មានមនុស្សនោះទេមិនដឹងថាពួកគេបាត់ទៅណាឡើយហើយនៅពេលដែលអ៊ំយៈរួមទាំងនីដាំមកនេះក៏ដោយសារតែពួកគាត់តាមមកតាមស្នូរកំភ្លើងដែលពួកវាបាញ់ដែរប៉ុន្តែពួកគាត់មិនដឹងថានេះគឺជាល្បិចរបស់ពួកវាទេពេលដែលគាត់ចូលមកដល់ទីនោះភ្លាមគឺស្រាប់តែបាត់មនុស្សអស់រលីងនៅសល់តែសម្បកជំរំតែប៉ុណ្ណោះពេលដែលពួកគាត់ដឹងថានេះគឺជាល្បិចរបស់ពួកវាហើយដើម្បីរៀបគម្រោងចាប់ពួកគាត់ពេលដែលពួកគាត់រៀបនឹងចេញពីទីនោះហើយប៉ុន្តែត្រូវបានពួកវាបង្ហាញខ្លួនហើយនៅក្នុងពេលដែលពួកវាបង្ហាញខ្លួននោះគឺពិតជាគួរឲ្យចម្លែកខ្លាំងណាស់ដោយសារតែអ៊ំយៈនិងនីដាំពេលដែលចូលមកគឺគ្មានមនុស្សទេប៉ុន្តែស្រាប់តែពេលគាត់ចេញទៅវិញបែរជាពួកនេះបង្ហាញខ្លួនមិនដឹងថាពួកវាប្រើមុនបំបាំងកាយសម្រាប់បិទបាំងភ្នែកច្រមុះអ៊ំយៈឬក៏យ៉ាងណាទេបានតែពេលដែលគាត់ចូលមកមើលមិនឃើញបែបនេះហើយនៅពេលដែលពួកវាបង្ហាញខ្លួននោះគឺកំភ្លើងវាបានភ្ជុងទៅកាន់អ៊ំយៈនិងនីដាំរួចទៅហើយមេរបស់វាឬក៏ចៅហ្វាយរបស់វាដែលជាមេក្រុមដែលយកវត្ថុបុរាណយកទៅលក់ឯប្រទេសថៃនោះវាបាននិយាយថាពួកឯងម្ដងនេះទោះបីមានស្លាប់ក៏ហើមិនរួចដែរពីព្រោះនៅជុំវិញនេះគឺអញបានរៀបចំបន្ទាក់ត្រៀមនឹងចាប់ពួកឯងរួចជាស្រេចហើយស្ថានភាពពួកឯងនៅពេលនេះវាមិនខុសពីសត្វនៅក្នុងទ្រុងទេសាច់ដែលនៅក្នុងឆ្នាំងអញចង់ជៀនក៏បានខក៏បានវាអាស្រ័យទៅលើអញចង់ធ្វើទេហើយអ៊ំយៈវិញគាត់តបយ៉ាងធ្ងន់ធ្ងរទៅចៅហ្វាយរបស់វានោះថាមិនអីទេបើសិនជាពួកឯងអាចធ្វើអីអញបានអញគិតថាវាជារឿងល្អណាស់អញខ្លាចតែពួកឯងធ្វើមិនបានតើហើយពួកឯងទាំងអស់គ្នាគឺសប្បាយសិនចោះមិនអីទេចាំបន្តិចទៀតពួកឯងនឹងដឹងគ្នាហើយចៅហ្វាយរបស់វានោះវាក៏តបមកកាន់អ៊ំយៈថាមិនអីទេបើពួកឯងមានសមត្ថភាពគឺឯងបញ្ចេញឲ្យអស់មកហើយបរិវារឬក៏កូនចៅរបស់វានោះវាបាននិយាយប្រាប់ចៅហ្វាយរបស់វាថាសម្រាប់ពួកវាឲ្យចប់រឿងតែម្ដងទេចៅហ្វាយបើទុកនាំតែខូចផែនការរបស់យើងទេប៉ុន្តែមេរបស់វាវិញក្រោយតែពីស្ដាប់មតិរបស់កូនចៅវាហើយគឺវាមិនទាន់មាត់កអីទេគឺវាឈរគិតមួយសំទុះបន្ទាប់មកបានវានិយាយប្រាប់ទៅកូនចៅរបស់វាថាពួកឯងកុំអានសម្រាប់ពួកវាអីរឿងដែលពួកវាធ្វើយើងត្រូវតែទូទាត់ឲ្យអស់សាច់តែមួយពួកវាបានបំផ្លាញផែនការយើងធ្ងន់ធ្ងរណាស់បើគ្រាន់តែសម្លាប់ហើយចប់រឿងវាជារឿងសាមញ្ញហើយជារឿងស្រួលទេត្រូវតែឲ្យពួកវារស់ដូចជាស្លាប់អញ្ចឹងហើយកូនចៅរបស់វាវិញក្រោយតែពីមេវានិយាយបែបនេះពួកគេក៏បានសួរមកកាន់មេរបស់វាថាចុះចៅហ្វាយមានផែនការបន្ទាប់ទៀតហើយចៅហ្វាយវាវិញក៏និយាយនៅខាងមុខអ៊ំយៈតែម្ដងដោយមិនមានការលាក់លៀមអីទាល់តែសោះវាថាបើពួកយើងសម្លាប់អាពីរនាក់នេះយើងមិនមានឱកាសដើម្បីបញ្ឆោតគ្នាវានោះទេតែប្រសិនបើយើងទុកវាគឺចំណេញយើងចាប់ម្ដងគឺចាប់ទាំងសម្បុកតែម្ដងមានន័យថាព្រួញមួយគឺយើងអាចបាញ់បានសត្វពីរហើយកូនចៅរបស់វាវិញក្រោយតែពីស្ដាប់សម្ដីរបស់មេវានិយាយបែបនេះគឺម្នាក់វាសរសើរមេវាគ្រប់គ្នាថាលោកចៅហ្វាយពិតជាឆ្លាតមែនលោកចៅហ្វាយប្រើតែព្រួយមួយប៉ុន្តែអាចបាញ់បានសត្វទៅដល់ពីរពេលដែលគ្នាវានិយាយចប់ភ្លាមគឺវានាំគ្នាសោចំអកលក់លើយទៅកាន់អ៊ំយៈនិងនីដាំហើយនីដាំវិញក្រោយតែពីស្ដាប់ពួកនោះវានិយាយគ្នាគេក៏បានសួរមកកាន់លោកអ៊ំយៈថាលោកអ៊ំតើយើងមានវិធីណាដើម្បីគេចខ្លួនពីក្រុមនេះឥឡូវនេះគឺវាបានប្រជុំកំភ្លើងយើងសឹងតែដល់ត្រចៀកទៅហើយបងប្អូនពិតជាឆ្ងល់ថានៅពេលដែលនីដាំនិយាយបែបនេះតើពួកវានឹងអាចឮទេដោយសារតែគេបានប្រជុំកំភ្លើងអ៊ំយៈនិងនីដាំគឺគិតគ្នាបំផុតហើយនីដាំនិយាយនោះក៏គេខ្សឹបនិយាយជាមួយនឹងអ៊ំយៈដែរហើយពួកនោះគឺវាមិនបានឮទេដោយសារតែនិយាយតិចតែប៉ុណ្ណោះអ៊ំយៈវិញក្រោយតែពីឮនីដាំនិយាយដោយទឹកមុខស្លេកស្លាំងផិតភ័យបែបនេះគាត់ក៏បានតបមកកាន់នីដាំខ្សឹបថាក្មួយមិនបាច់ភ័យនោះទេហើយក្របកំភ្លើងពួកនេះដោយដែលវានិយាយប្រាប់យើងមុនចឹងគឺវាបានយកឈាមស្ត្រីបដូរកាលយកមកត្រាំដើម្បីត្រៀមបាញ់ញាក់ស្បែកគង់ដូច្នេះហើយពួកយើងគឺមិនអាចទប់នឹងក្របរបស់វាបានឡើយទោះបីយើងចេះមុនឬអាគមខ្លាំងប៉ុណ្ណាក៏ក្របនេះវាអាចទម្លុះចូលសាច់យើងបានដែរពីព្រោះថាវេទស្ត្រីបដូរកាលនេះមិនមាននឹងគ្រោះអាគមណាដែលអាចទប់ឈ្នះទេពេលដែលលឺអ៊ំយៈនិយាយបែបនេះនីដាំគេក៏សួរទៅកាន់អ៊ំយៈថាអញ្ចឹងលោកអ៊ំមានវិធីបែបណាដើម្បីទប់ជាមួយនឹងពួកវាហើយអ៊ំយៈវិញក្រោយតែពីលឺនីដាំនិយាយបែបនេះគាត់ក៏តបមកកាន់នីដាំថា
ក្មួយមិនបាច់ភ័យទេគឺអ៊ំមានវិធីដោះស្រាយហើយតែមួយពួកវាក៏មិនបានយកកំភ្លើងទាំងអស់នេះមកបាញ់យើងដែរវាគ្រាន់តែចាប់យើងចងបណ្ដោះអាសន្នតែប៉ុណ្ណោះគោលបំណងរបស់ពួកវាដូចក្មួយបានលឺអមិញមិញចឹងគឺពួកវាចង់បញ្ឆោតលបងច័ន្ទនិងលបងយតឲ្យមកជួយពួកយើងពេលនោះពួកវានឹងប្រើល្បិចដើម្បីចាប់ពួកយើងទាំងអស់គ្នាហើយដូចទៅនឹងអ្វីដែលអ៊ំយៈនិយាយពិតមែនច្បាយរបស់វានោះក៏បានប្រើឲ្យកូនចៅរបស់វាយកអ៊ំយៈនិងនីដាមយកទៅចងផ្អោបនៅកន្លែងដើមឈើមួយហើយដើមឈើនោះគឺវាធំខ្លាំងណាស់ប៉ុន្តែមុននឹងយកទៅចងនោះគឺពួកវាបានរៀបចំពិធីនៅក្នុងការចងសីមាដើម្បីបិទបាំងភ្នែកអ៊ំច័ន្ទនិងអ៊ំយតពីព្រោះថានៅពេលដែលលោកអ៊ំទាំងពីរនាក់ចូលមកជួយអ៊ំយៈនិងនីដាមនោះគឺពួកវាមានឱកាសនៅក្នុងការចាត់ការអ៊ំច័ន្ទនិងអ៊ំយតតែក្រុមគ្នាវានោះនាំអ៊ំយៈនិងនីដាមទៅដល់កន្លែងដើមឈើនោះភ្លាមនីដាមគេក៏សួរទៅកាន់អ៊ំយៈថាលោកអ៊ំមើលទៅដើមឈើនេះគឺពួកវារៀបចំមិនធម្មតានោះទេបានជាពួកវាយកមកចងនៅកន្លែងនេះហើយមើលទៅមេរបស់វាឬក៏ចវាយរបស់វានោះគឺវាបានរៀបចំពិធីនៅក្នុងការចងសីមាពួកយើងនោះអ៊ំយៈគាត់ក៏តបទៅកាន់នីដាមថាពិតមែនហើយក្មួយពួកវាទាំងអស់នេះគឺវាចាប់យើងមកចងកន្លែងនេះដើម្បីចងសីមាការពារបិទបាំងរារាំងហើយប្រភេទអាគមដែលវាប្រើនេះគឺកំផែង7ជាន់ប្រសិនបើគ្រូអាគមដែលគេមកដល់ទីនេះគឺមិនអាចមើលយើងឃើញទេលុះត្រាតែយើងបំបែកដែនសីមារបស់ពួកវាបានហើយនីដាមវិញក៏សួរទៅកាន់អ៊ំយៈបន្តថាចុះលោកអ៊ំមានវិធីនៅក្នុងការស្រាយនៅមុនសីមារបស់វាទេលោកអ៊ំបើខ្ញុំវិញគឺខ្ញុំស្រាយមុននេះមិនបានទេលោកអ៊ំហើយអ៊ំយៈថាមិនបាច់ភ័យទេក្មួយមុននឹងអ៊ំដើរចូលមកនេះអ៊ំក៏បានរៀបចំពិធីនៅក្នុងការចេញទៅវិញដែរនៅអំឡុងពេលដែលគ្នាវាទាញអ៊ំយៈចូលមកក្នុងរង្វង់សីមាចងផ្អោបទៅនឹងដើមឈើនេះគឺអ៊ំយៈគាត់បានយកជើងរបស់គាត់គូជាយ័ន្តអាថ័ន្នហើយគាត់បានជន់នៅកន្លែងបដិវេណដើមឈើនេះរួចទៅហើយអ្វីដែលគាត់ធ្វើនេះគឺដើម្បីបន្សាបនៅមុនខ្មៅរបស់ពួកវាហើយគ្នាវាទាំងអស់នោះវិញក្រោយតែពីចាប់អ៊ំយៈនិងនីដាមចងនៅកន្លែងដើមឈើនោះហើយគឺចវាយរបស់វាបានបញ្ជាឲ្យគ្នាវានោះយាមអ៊ំយៈនិងនីដាមហើយអ្នកដែលយាមនេះគឺមានតែ4នាក់ទេហើយពួកនោះម្នាក់គឺសុទ្ធតែកំភ្លើងគ្រប់ដៃតែម្ដងហើយនៅលើកណ្ដុងកំភ្លើងរបស់គេគឺគេបានយកកន្សែងយ័ន្តយកមកចងដើម្បីការពារពីអ៊ំច័ន្ទនិងអ៊ំយតមករំដោះអ៊ំយៈនិងនីដាមប្រសិនបើអ៊ំទាំងពីរនាក់មកមែនប្រកាសជាចូលប្លង់នឹងផែនការរបស់ពួកវាហើយណាមួយកំភ្លើងវាសុទ្ធតែបញ្ចុះនៅក្របអាគមដែលអាចបាញ់ទម្លុះអ្នកស្បែកគង់បានទៀតផងងាកមកកាន់អ៊ំច័ន្ទនិងអ៊ំយតពេញម្ដងគឺពួកគាត់កំពុងតែស្នាក់នៅកន្លែងដែលពួកគាត់រៀបចំធ្វើធ្នាក់នេះពេលនោះដែរអ៊ំយតគាត់ក៏បានសួរទៅកាន់អ៊ំច័ន្ទថាលបងអើយអាយៈហើយនឹងក្មួយដាំគឺវាចេញទៅបញ្ឆោតក្រុមគ្នាវានោះគឺយូរណាស់ហើយមើលទៅម៉ោងស្មាននេះគឺម៉ោង11 12ទៅហើយមិនទាន់ឃើញពួកវាត្រឡប់មកវិញសោះខ្ញុំបារម្ភណាស់ខ្ញុំខ្លាចតែពួកវាមានបញ្ហាអីទេហើយអ៊ំច័ន្ទវិញគាត់ថាខ្ញុំក៏គិតដូចនឹងលបងដែរដោយសារតែពួកនេះគឺវាមានល្បិចខ្លាំងណាស់ប្រសិនបើវាចាប់លបងយៈនិងក្មួយដាំបានប្រកាសណាស់ពួកវាគឺមិនទុកជីវិតនោះទេហើយណាមួយស្មាននេះមិនទាន់មានដំណឹងឬក៏តម្រុយអីដែលបានត្រឡប់មកវិញសោះនោះអ៊ំច័ន្ទគាត់ក៏បាននិយាយទៅកាន់អ៊ំយតថាលបងមិនបាច់បារម្ភអីទេខ្ញុំនឹងរកវិធីដើម្បីទៅជួយពួកគាត់បន្ទាប់ពីអ៊ំច័ន្ទនិយាយរួចអ៊ំយតគាត់ក៏បានតបមកកាន់អ៊ំច័ន្ទថាបើរបងមានវិធីគឺខ្ញុំអរគុណលបងច្រើនហើយពីព្រោះខ្ញុំបារម្ភពីពួកគេទាំងពីរនាក់ខ្លាំងណាស់អ៊ំច័ន្ទវិញគាត់ក៏បាននិយាយជាមួយនឹងអ៊ំយតបន្តថាមើលទៅពួកនេះតលតែលេងធေါ်ក្តៅដាក់វាហើយទើបពួកវាព្រមចុះចាញ់ពេលនោះអ៊ំយតគាត់ក៏សួរអ៊ំច័ន្ទថាតើលបងមានផែនការអីមែនបានជាលបងនិយាយបែបនេះហើយអ៊ំច័ន្ទវិញគាត់ក៏ប្រាប់មកកាន់អ៊ំយតថាខ្ញុំមានផែនការមួយលបងខ្ញុំអាចប្រើសត្វនៅក្នុងព្រៃនេះឲ្យទៅរំដោះលបងយៈនិងក្មួយដាំបានគ្រាន់តែនិយាយបែបនេះភ្លាមអ៊ំយតវិញគាត់ងាកទៅមើលមុខអ៊ំច័ន្ទហើយគាត់បើកភ្នែកធំតែម្ដងដោយសារគាត់មិនធ្លាប់ដឹងទេថាអ៊ំច័ន្ទគឺមានសមត្ថភាពខ្លាំងបែបនេះតែមួយគាត់ធ្លាប់ជួបគ្រូអាគមច្រើនអ្នកហើយក៏មិនមានអ្នកណាមានសមត្ថភាពដែលអាចបញ្ជាសត្វនៅក្នុងព្រៃនេះបានដែរមានតែអ៊ំច័ន្ទទេដែលគាត់មានវិធីនៅក្នុងការប្រើសត្វនៅក្នុងព្រៃនេះបានតែមួយដូចបងប្អូនដឹងប្រវត្តិអ៊ំច័ន្ទកន្លងមកហើយថាអ៊ំច័ន្ទគាត់រៀនរបៀនអាគមនៅក្នុងព្រៃតាំងពីនៅតូចជាមួយនឹងលោកគ្រូរបស់គាត់មកម្លេះដូច្នេះរឿងសត្វក្នុងព្រៃនេះគឺមិនពិបាកសម្រាប់គាត់ទេ
អមច័ន្ទវិញក្រោយតែពីគាត់និយាយប្រាប់បែបនេះទៅកាន់អំយត់ហើយគាត់ប្រាប់អំយត់ថាលបងអាចឡើងទៅអង្គុយលើដុំថ្មរៀងខ្ពស់បន្តិចទៅហើយខ្ញុំនឹងចាប់ផ្ដើមរៀបចំពិធីរបស់ខ្ញុំដើម្បីហៅសត្វទាំងអស់នោះយកមកប្រើដើម្បីឲ្យពួកវាទៅជួយលបងយក្សនិងក្មួយដាំយកត្រឡប់មកវិញហើយអំយត់វិញក្រោយពីស្ដាប់អមច័ន្ទនិយាយបែបនេះហើយគាត់ក៏បានឡើងទៅអង្គុយលើដុំថ្មមានកម្ពស់រៀងខ្ពស់បន្តិចហើយអមច័ន្ទវិញក្រោយតែពីឃើញអំយត់ឡើងអង្គុយលើដុំថ្មរៀងខ្ពស់បន្តិចនោះហើយគាត់ក៏ចាប់ផ្ដើមធ្វើពិធីរបស់គាត់ដោយគាត់ដើររើសដុំថ្មឬក៏ដុំដីដែលនៅជុំវិញនោះយកមកទម្រាបធ្វើជារង្វង់សីមា8ទិសបន្ទាប់មកទៀតគាត់ក៏ចូលអង្គុយនៅក្នុងរង្វង់សីមាដែលគាត់បានរៀបចំជាក្បួននោះវិធីកិច្ចដែលគាត់ធ្វើនេះគឺជាក្បួនអាគមម្យ៉ាងដែលវាមានអានុភាពខ្លាំងណាស់គឺគាត់ចូលទៅក្នុងរង្វង់សីមាដែលគាត់បានរៀបចំ8ទិសនោះរួចហើយគាត់ក៏ចាប់ផ្ដើមពេនភ្នែនសមាធិបន្ទាប់មកគាត់ក៏ចាប់ផ្ដើមចម្រើននៅកសិនរបស់គាត់ដោយចម្រើននៅធាតុទឹកដីភ្លើងខ្យល់រហូតទៅដល់កើតរិទ្ធបន្ទាប់ពីកើតរិទ្ធអានុភាពហើយមុនគាថាដែលគាត់ចង់ប្រើមិនថាគាត់ចង់ហៅសត្វអ្វីមកទេគឺបានសត្វនឹងតែម្ដងមានន័យថាគាត់កើតរិទ្ធអំណាចរិទ្ធដេជះមានអានុភាពខ្លាំងពូកែហើយនៅពេលដែលអ៊ំច័ន្ទគាត់សម្រេចនៅវិជារបស់គាត់រួចហើយបរិវេណជុំវិញនោះគឺមានសភាពចម្លែកខ្លាំងណាស់រឿងចម្លែកដែលវាកើតឡើងនៅពេលដែលអ៊ំច័ន្ទគាត់ចម្រើននៅមុនវិជារបស់គាត់នោះពេលដែលគាត់ចម្រើនចប់សពគ្រប់ហើយគឺស្រាប់តែមានសត្វជាច្រើនដែលវាបានហើរមកក្រឡឹងជុំវិញនៅកន្លែងដែលអ៊ំច័ន្ទធ្វើពិធីនោះឯងហើយសត្វដែលវាហើរមកនោះគឺជាសត្វដែលរស់នៅក្នុងព្រៃនោះឯងគឺវាបានហើរមកជុំវិញអ៊ំច័ន្ទតែម្ដងអ៊ំយត់វិញក្រោយតែពីគាត់ឃើញឫទ្ធិអំណាចរបស់អ៊ំច័ន្ទមានសភាពខ្លាំងក្លាបែបនេះគឺគាត់អង្គុយបណ្ដាគឺគាត់កោតសរសើរអ៊ំច័ន្ទបណ្ដាដោយគាត់និយាយទៅកាន់អ៊ំច័ន្ទពីលើដុំថ្មនោះថាលបងពិតជាពូកែខ្លាំងមែនសត្វដែលនៅជុំវិញនេះក៏លបងអាចហៅយកមកប្រើបានដែរអ៊ំច័ន្ទវិញក្រោយតែពីលឺអ៊ំយត់និយាយបែបនេះអ៊ំច័ន្ទគាត់ក៏ញឹមដាក់អ៊ំយត់ហើយគាត់បានហៅអ៊ំយត់ចុះមកក្រោមថាលបងអាចចុះមកខាងក្រោមវិញបានហើយអ្វីដែលខ្ញុំបង្ហាញនេះគ្រាន់តែចង់ឲ្យលបងឃើញថាអ្វីដែលខ្ញុំនិយាយវាសុទ្ធតែជាការពិតទាំងអស់ហើយអ៊ំយត់វិញក្រោយតែពីលឺអ៊ំច័ន្ទហៅបែបនេះគឺគាត់បានចុះមកខាងក្រោមពេលដែលគាត់ចុះមកដល់ខាងក្រោមភ្លាមបងប្អូនដឹងថាមានរឿងអីកើតឡើងអត់ស្រាប់តែខ្លាធំមួយក្បាលវាបង្ហាញវត្តមាននៅខាងក្រោយខ្នងអ៊ំយត់តែម្ដងហើយអ៊ំយត់វិញពេលដែលគាត់លឺសម្រាប់ជើងវាដើរមកខាងក្រោយខ្នងគាត់បែបនេះគាត់ក៏ចាប់ផ្ដើមលូកដៃចូលទៅក្នុងថង់យាមទាញនៅកាំបិតស្នេតអាគមរបស់គាត់បន្ទាប់មកគាត់ក៏ហក់ទៅចាក់ខ្លានោះមួយកាំបិតប៉ុន្តែស្រាប់តែខ្លានោះអាលាយមួយរំពេចតែម្ដងហើយពេលនោះដែរអ៊ំច័ន្ទគាត់ក៏បានសោចទៅកាន់អ៊ំយត់ថាលបងអើយបើវាចេះវាយប្រហារគឺវាប្រហារខ្ញុំហើយបោះដែររបងឃើញនៅខាងក្រោយខ្នងមិញនេះគឺជាសត្វខ្លាដែលខ្ញុំហៅវាមកប្រើទេហើយវានេះគឺជាវិញ្ញាណខ្លាស្មិលឯនោះអ៊ំយត់គាត់ក៏បានស្ដីបន្ទោសទៅកាន់អ៊ំច័ន្ទមិនក៏លបងមិនប្រាប់ឲ្យខ្ញុំដឹងមុនផងធ្វើឲ្យខ្ញុំលុះព្រលឹងអស់រលីងនេះបើលបងមិនប្រាប់ទេខ្ញុំនឹងគិតច្រើនហើយពីព្រោះវាមិនដែលសត្វខ្លាយណាវាមកបង្ហាញនៅក្រោយខ្នងតែមិនធំចំហាយក្លិនវាអីតតែសោះបន្តិចហើយវានេះគឺមានសភាពកាចខ្លាំងណាស់បើតាមអ្វីដែលខ្ញុំមើលមិញនេះគឺមានចង្កូមវែងហើយភ្នែករបស់វាវិញគឺក្រហមទៀតផងមិនត្រឹមតែប៉ុណ្ណេះទេលើថ្ងាសរបស់វាគឺមានពន្លឺឯនោះអ៊ំច័ន្ទគាត់ក៏បានតបទៅកាន់អ៊ំយត់ថាអ្វីដែលលបងឃើញមុននេះគឺជាប្រភេទព្រាយខ្លាដែលវានៅក្នុងព្រៃនេះឯងហើយខ្ញុំបានបង្ក្រាបវារួចហើយវាមិនអាចធ្វើអីពួកយើងបានទេហើយខ្ញុំគ្រាន់តែពឹងពោវាដើម្បីឲ្យទៅជួយសង្គ្រោះលបងយក្សនិងក្មួយដាំតែប៉ុណ្ណោះពេលដែលវាធ្វើកិច្ចការនេះចប់ហើយខ្ញុំក៏មានរបស់ដើម្បីឲ្យវាវិញដែរហើយខ្លានេះគឺវាចូលចិត្តស៊ីឈាមឬក៏សាកសពអីអញ្ចឹងទៅដូច្នេះអ៊ំច័ន្ទពេលដែលពឹងពោវាហើយគាត់ត្រូវតែរករបស់ទាំងអស់នេះដើម្បីយកទៅបូជាឬក៏ធ្វើកិច្ចពិធីដើម្បីបញ្ជូនឲ្យពួកវាដែរអ៊ំច័ន្ទវិញគាត់ក៏បានសួរទៅកាន់អ៊ំយត់បន្ថែមថាតើលបងចង់ឃើញវាម្ដងទៀតទេអ៊ំយត់វិញគាត់ក៏បានតបទៅកាន់អ៊ំច័ន្ទថាលបងឲ្យវាបង្ហាញខ្លួនម្ដងទៀតមកខ្ញុំចង់ឃើញវាឲ្យច្បាស់ជាងនេះបន្តិចដោយសារតែមុននេះខ្ញុំភាំងភ័ណ្ឌស្មារតីដែរបញ្ញាប់តែទាញកំបិត
ដើម្បីវាយប្រហារទៅកាន់វាពេលនោះអ៊ំច័ន្ទគាត់ក៏បានតបមកកាន់អ៊ំយ៉តថាមិនអីទេចាំខ្ញុំឲ្យលបងឃើញវាម្ដងទៀតបន្ទាប់ពីអ៊ំច័ន្ទនិយាយចប់គាត់ក៏ចាប់ផ្ដើមបិទភ្នែកស្មឹងស្មាតហៅសត្វខ្លាមួយក្បាលនោះឲ្យចេញមកម្ដងទៀតពេលដែលវាបង្ហាញខ្លួនគឺរឹតអំណាចរបស់វាគឺខ្លាំងណាស់បរិវេណនៅជុំវិញនោះគឺរកើតែម្ដងហើយភ្នែករបស់វាវិញដូចអ៊ំយ៉តឃើញមុននេះបន្តិចអញ្ចឹងគឺឡើងក្រហមស្លែតហើយមានពន្លឺនៅលើថ្ងាសទៀតផងហើយត្រចក់របស់វាគឺវែងត្បុលរបស់វាវិញគឺពណ៌ខ្មៅក្រឹបតែម្ដងហើយមិនមែនត្រឹមតែប៉ុណ្ណេះទេគឺវាមានសមត្ថភាពនៅក្នុងការបំងកាយនិងប្រែកលាបានទៀតផងហើយអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះគឺវាអាចបែងភាគវាមួយក្បាលប៉ុន្តែវាអាចបែងភាគបានច្រើនក្បាលអ៊ំយ៉តវិញក្រោយតែប្រទះឃើញរឹតអំណាចវាខ្លាំងក្លាបែបនេះគាត់ក៏បានទៅសើអ៊ំច័ន្ទមែនតែនក៏ថាខ្ញុំមិនដែលឃើញសត្វខ្លាយណាដែលវាមានអំណាចបែបនេះទេខ្ញុំសូមសរសើរហើយដែលលបងអាចហៅវាយកមកប្រើបានបែបនេះហើយអ៊ំច័ន្ទវិញក៏ថានេះវាមិនមែនជារឿងងាយស្រួលទេលបងគឺខ្ញុំខិតខំប្រឹងប្រែងបដិបត្តិនៅវិជាទាំងអស់នេះតម្រាំតែកើតរឹតអំណាចឡើងអ៊ំច័ន្ទវិញក្រោយតែពីគាត់និយាយជាមួយនឹងអ៊ំយ៉តចប់គាត់ក៏បានដើរទៅជិតសត្វខ្លានោះហើយគាត់ក៏យកដៃរបស់គាត់ទៅអង្អែលក្បាលរបស់វាប៉ុន្តែនៅក្នុងពេលដែលគាត់កំពុងតែអង្អែលក្បាលរបស់វានោះគាត់មិនដឹងថាសូត្រមន្តគាថាអីនោះទេតបមកគាត់ក៏បានផ្លុំមន្តគាថានោះទៅលើក្បាលសត្វខ្លានោះហើយសត្វខ្លានោះវិញក្រោយតែពីគាត់បានសូត្របញ្ចុះនៅមន្តគាថាដាក់ទៅលើក្បាលវាហើយវាក៏បានរត់ចេញពីកន្លែងនោះយ៉ាងលឿនសំដៅទៅតាមអ៊ំយៈនិងនាយដាំហើយអ៊ំយ៉តវិញពេលដែលឃើញសត្វខ្លាមួយក្បាលនេះវារត់តម្រង់ទៅតាមផ្លូវដែលអ៊ំយៈនិងនាយដាំធ្វើដំណើរនោះគាត់ក៏មានចម្ងល់ក្នុងចិត្តហើយគាត់ក៏បានសួរទៅកាន់អ៊ំច័ន្ទបន្ថែមថាលបងតើសត្វខ្លានេះវារត់ទៅណាអ៊ំច័ន្ទវិញគាត់ក៏និយាយថាអូលបងសត្វខ្លានេះគឺវាកំពុងតែទៅជួយសង្គ្រោះបងយៈនិងនាយដាំតាលបងមិនបាច់ភ័យទេមួយសន្ទុះក្រោយមកគឺវាត្រឡប់មកវិញហើយនោះអ៊ំយ៉តគាត់ក៏សួរទៅកាន់អ៊ំច័ន្ទថាចុះមិនក៏លបងដឹងថាវាស្គាល់លបងយៈហើយនឹងក្មួយដាំពេលនោះអ៊ំច័ន្ទថាមិនអីទេកន្លែងនេះគឺខ្ញុំបានដឹងហើយពីព្រោះខ្ញុំបានចារនៅមុនគាថានិងប្រភេទអថ័ន្ទដាក់នៅលើក្បាលវារួចហើយខ្ញុំក៏អាចបញ្ជាចិត្តរបស់វាបានដែរនៅពេលណាដែលវាឃើញលបងយៈនិងក្មួយដាំគឺខ្ញុំក៏បានឃើញដូចគ្នាដែរដូច្នេះហើយគឺមិនឆ្លោះឆ្លួយទេការងារនេះអ៊ំយ៉តវិញក្រោយតែពីលឺអ៊ំច័ន្ទនិយាយបែបនេះគឺគាត់ឈប់ឆ្ងល់ទៀតហើយគាត់ក៏ចាប់ផ្ដើមអង្គុយចុះហើយដើររមែកឈើងាប់ទៅចិត្តនោះគឺបង្កាត់ភ្លើងបន្ថែមងាកមកមើលអ៊ំយៈនិងនាយដាំវិញនៅអំឡុងពេលដែលគេចាប់ពួកគាត់ចងទៅក្រោមដើមឈើដ៏ធំមួយដើមនោះគឺពួកគាត់មិនមែនថាមិនមានឱកាសរត់ទេគឺពួកគាត់មានប៉ុន្តែអ៊ំយៈគាត់ចង់ដឹងថាតើពួកនេះវាមានកម្រងផែនការអីខ្លះបើគាត់នៅទីនេះទេគឺគាត់អាចស្ដាប់ឮពួកវានិយាយគ្នាតែប្រសិនបើគាត់គេចខ្លួនចេញពីទីនេះគាត់មិនអាចដឹងពីគម្រោងផែនការរបស់ពួកវាឡើយដោយសារតែកន្លែងដែលវាយកអ៊ំយៈនិងនាយដាំទៅចងនោះវាគិតនឹងកន្លែងដែលពួកវានិយាយគ្នាណាស់ដូច្នេះគឺពួកគាត់អាចស្ដាប់ឮគ្រប់រឿងដែលពួកវាមានផែនការអីផ្សេងបានអំឡុងពេលនោះដែរអ្នកដែលយាមអ៊ំយៈនិងនាយដាំនោះគឺពួកគេបានដេកលក់អស់ទៅហើយនាយដាំវិញគេក៏បានខ្សឹបទៅប្រាប់អ៊ំយៈថាលោកអ៊ំមើលពួកនេះគឺវាដេកលក់អស់ហើយគឺយើងអាចគេចខ្លួនបានពេលនោះអ៊ំយៈថាកុមារក្មួយបន្តិចទៀតពួកវានឹងមានរឿងកាត់ឡើងពេលនោះនាយដាំគេក៏បានសួរទៅកាន់អ៊ំយៈថាមិនក៏លោកអ៊ំដឹងថាពួកនេះវាមានរឿងកាត់ឡើងអ៊ំយៈថាអាថងកូនរបស់អ៊ំវាប្រាប់អ៊ំថាលបងច័ន្ទគេបានប្រើអ្នកមកជួយយើងហើយពេលដែលឮអ៊ំយៈនិយាយបែបនេះនាយដាំគេថាអូអញ្ចឹងទេលោកអ៊ំទិនជាអ៊ំច័ន្ទគាត់មកជួយយើងពិតមែនវាជារឿងល្អណាស់លោកអ៊ំណាមួយមើលទៅពួកនេះគឺវាយាមតឹងរឹងខ្លាំងមែនតែនហើយអា4នាក់នេះប៉ះសិនបើមានសម្លេងអីមិនស្រួលក៏វាភ្ញាក់ដែរមើលទៅពួកវាដេកក៏មានការប្រុងប្រយ័ត្នគឺវាយកកំភ្លើងយកបកអោបជាប់នឹងខ្លួនរបស់វាតែម្ដងមើលទៅការដេករបស់ពួកវាក៏ដឹងថាពួកវាប្រុងប្រយ័ត្នខ្ពស់ដែរអ៊ំយៈវិញក៏បានប្រាប់ទៅកាន់នាយដាំបន្ថែមថាអ្នកនេះវាដេកលក់ក៏ពិតមែនប៉ុន្តែក្មួយឃើញទេនោះនៅខាងក្រៅគឺគ្នាវាមិនទាន់ដេកទេគឺវាដាក់វេនគ្នាយាមរហូតហើយនាយដាំវិញក្រោយតែពីអ៊ំយៈនិយាយបែបនេះគេថា
បាទពិតមែនហើយលោកអ៊ំគឺនៅខាងក្រៅគឺពួកវានៅឈរយាមឲ្យព្រាតតែម្ដងហើយមើលទៅចវាយរបស់វានោះកំពុងតែអង្គុយផឹកស្រាមើលទៅតាមសភាពពួកវានៅពេលនេះគឺវាយាមតឹងរឹងខ្លាំងណាស់លោកអ៊ំសំណាងហើយពួកយើងចេះមុនដើម្បីស្រាយនៅសមារបស់ពួកវាបានប្រសិនបើអ្នកល្មមអីប្រកាសជាចប់របស់ពួកវាចាក់ជាមិនខាននោះទេហើយម្យ៉ាងវិញពេលដែលលឺនីដាមនិយាយបែបនេះគាត់ក៏ថាវាពិតដូចដែលក្មួយនិយាយពិតមែនប្រសិនបើម្នាក់គេចេះការពារខ្លួនដូចតែពួកយើងម្លេះហើយពួកនេះវាមិនអាចធ្វើអ្វីតាមតែអំពើចិត្តពួកវាបានដែរព្រោះតែអ៊ំជានិងនីដាមឈប់និយាយគ្នាប្រហែលបានជាមួយ2នាទីអីហ្នឹងស្រាប់តែមានខ្យល់កន្ត្រាក់យ៉ាងខ្លាំងបក់បោកមកជំរុំពួកវាហើយនៅពេលដែលខ្យល់នោះបក់បោកមកកាន់ជំរុំពួកវានោះធ្វើឲ្យតង់នោះរហែករប៉ាត់រប៉ាយហើយគ្នាវាវិញនៅពេលដែលឃើញខ្យល់ខ្លាំងបែបនេះម្នាក់គឺវាលែងនៅក្នុងជំរុំទៀតហើយគឺវារត់ចេញក្រៅជំរុំហើយវាយកខ្សែដែលនៅក្នុងឡានរបស់វានោះយកមកចងតង់ភ្ជាប់ទៅនឹងឈើដែលពួកវាបានដំធ្វើជាបង្គោលបោះជំរុំនោះឯងដែលឃើញខ្យល់បែបនេះមេរបស់វាឬក៏តកែរបស់វានោះក៏បានចេញមកខាងក្រៅនិយាយថាពួកឯងប្រយ័ត្នខ្លួនផងមើលទៅខ្យល់នេះដូចជាមិនស្រួលទេប្រកាសជាមានអ្នកគេប្រើមកហើយគ្រាន់តែមេវានិយាយបែបនេះភ្លាមគ្នាវា 4-5 នាក់គឺវារត់មកកន្លែងអ៊ំយ៉ាក់និងនីដាមតែម្ដងមានន័យថាវាបង្កើនការយាមកាមលើសមុនទៅទៀតដោយសារតែមេរបស់វាសង្ស័យថារឿងនេះគឺអ៊ំយ៉ាក់និងនីដាមជាអ្នកធ្វើពេលដែលកូនចៅវាមកមើលអ៊ំយ៉ាក់និងនីដាមគឺកំពុងតែជាប់ចំណងដូចដើមគឺមិនមានអ្វីខុសប្លែកពីមុនឡើយហើយវាក៏បានរត់ទៅប្រាប់ចៅវាយរបស់វាថាលោកម្ចាស់គេទាំងពីរនាក់នោះគឺនៅកន្លែងដើមគេមិនបានរបូតចំណងទៅណានោះទេហើយមេរបស់វាថាពួកឯងប្រយ័ត្នប្រយែងឲ្យបានខ្ពស់ហើយក្លិនខ្យល់ដែលវាបក់មកនេះគឺធំក្លិនអន្សាខ្លាំងណាស់ដូចជាសាកសពបន្តិចនិងសត្វខ្លាបន្តិចនិយាយរួមទៅចវាយរបស់វានេះគឺមិនអន់នោះទេគឺវាមានអាគមខ្លាំងពូកែខ្លាំងណាស់បើនិយាយអំពីអាគមរបស់វាវិញគឺមិនក្រោមលោកអ៊ំទាំង3នាក់ឡើយហើយលោកអ៊ំទាំង3នាក់ស្ទើរតែធ្លាប់ចាញ់ក្រោមដៃវាទៀតផងហើយចវាយរបស់វានោះដែរបន្ទាប់ពីធំក្លិនអន្សាសត្វខ្លាបែបនេះហើយវាក៏បានប្រាប់ឲ្យកូនចៅរបស់វាទៅរបស់អ្វីម្យ៉ាងនោះទេហើយរបស់នោះគឺដូចជាក្របអង្គអញ្ចឹងគ្រាន់តែថាវាមានលក្ខណៈពណ៌ក្រហមពេលដែលវាយកមកដល់វាក៏ចាក់របស់ទាំងអស់នោះចូលទៅក្នុងបាតដៃវាហើយវាក៏ចាប់ផ្ដើមសូត្រនៅមុនគាថារបស់វាតបពីវារៀបចំកិច្ចទាំងអស់នេះរួចវាក៏ឲ្យកូនចៅរបស់វាយករបស់នោះទៅបាចព្រីកជុំវិញបន្ទាយរបស់វាមិនដឹងថាវាធ្វើកិច្ចនេះដើម្បីអីនោះទេហើយអ៊ំយ៉ាក់និងនីដាមវិញក្រោយតែពីឃើញពួកក្រុមពាក់ស្រមមុខខ្មៅនោះវាយករបស់ទាំងអស់នោះទៅព្រីជុំវិញបន្ទាយរបស់វាអ៊ំយ៉ាក់គាត់ក៏បានប្រាប់នីដាមថាក្មួយមើលឲ្យហើយទៅអ្វីដែលវាធ្វើនេះគឺជាវិធីនៅក្នុងការបន្សាបមុនសិនបើគ្រូអាគមឬក៏ប្រើសត្វអាគមអីឲ្យមកចូលនៅក្នុងដែនសីមារបស់វានេះប្រកាសណាស់មុនវិជាទាំងអស់ប្រកាសជាសាបដោយស្វ័យប្រវត្តិតែម្ដងពេលនោះនីដាមគេក៏បានឆ្ងល់ថាអញ្ចឹងអ៊ំច័ន្ទនិងអ៊ំយ៉ាក់គេមកជួយយើងដោយរបៀបណាទៅប្រសិនបើពួកគាត់មិនអាចចូលនៅក្នុងរង្វង់សមានេះបានហើយណាមួយប្រសិនបើពួកគាត់ទាំងពីរនាក់មិនដឹងប្រកាសជាសាបមុនវិជាអស់ហើយលោកអ៊ំតែយើងមានវិធីណាដើម្បីទៅផ្ដល់ដំណឹងដល់ពួកគាត់ទេពេលនោះអ៊ំយ៉ាក់ក៏បាននិយាយទៅកាន់ងាយដាំថាក្មួយមិនបាច់ភ័យទេរឿងនេះលបងច័ន្ទហើយនឹងអាយ៉តម្នាក់សុទ្ធតែមានវិធីហើយពួកគេម្នាក់សុទ្ធតែមានរបៀបអាគមខ្ពង់ខ្ពស់ណាស់ក្មួយមិនបាច់ភ័យទេមុននឹងវាដើរចូលមកកន្លែងនេះវាមិនមែនដើរចូលឆៅទេគឺវាប្រយ័ត្នប្រយែងខ្លាំងណាស់ដូច្នេះក្មួយកុំបារម្ភច្រើនអីបន្តិចទៀតអ្វីដែលអ៊ំនិយាយវានឹងមកដល់ហើយប៉ុន្តែអ៊ំយ៉ាក់គាត់និយាយមិនទាន់បានចប់ស្រួលបួលផងស្រាប់តែក្លិនចំហាយសត្វខ្លានិងសម្លេងរបស់វាបានបន្លឺឡើងនៅជុំវិញបន្ទាយនោះតែម្ដងហើយសម្លេងដែលវាស្រែកនេះគឺមិនធម្មតានោះទេគឺឡើងត្រហឹងអើងកងហើយខ្យល់វិញក៏ចាប់ផ្ដើមបក់ក្លស័ព្ទមកខ្លាំងឡើងហើយមើលទៅក្រុមគ្នាវានោះម្នាក់សឹងតែប៉ើងចេញពីបន្ទាយនោះហើយអ៊ំយ៉ាក់វិញគាត់ថាក្មួយមើលសភាពខ្យល់នេះទៅវាមិនមែនខ្យល់ធម្មតាទេវាគឺជាខ្យល់ដែលបង្កឡើងទៅដោយសត្វអាគមដែលលបងច័ន្ទបានបញ្ជាវាមកហើយមិនយូរទេក្រុមគ្នាវាទាំងអស់នេះនឹងត្រៀមខ្លួនដើម្បីប្រយុទ្ធហើយមេរបស់វាបើតាមអ៊ំគិតប្រកាសជាឲ្យក្រុមគ្នាវាទាំងអស់នេះចេញនៅក្រៅរង្វង់សីមា
ហើយសេមានេះដែរបើតាមអ្វីដែលអ៊ំបានដឹងកាលណាតែមានគ្នាវាចេញពីរង្វង់សេមានេះហើយប្រកាសជាដាច់ខ្សែសេមាដែលវាបានចងសត្វអាគមដែលលបងច័ន្ទប្រើមកវានឹងអាចចូលមកក្នុងរង្វង់សេមានេះបានហើយចាំតែមើលទៅនេះដាំវិញគឺគេមិនមាត់កទេគេនៅស្ងៀមចាំមើលអ្វីដែលវាកើតឡើងចំពោះក្រុមជួញដូរក្បាលអ្នកតាទាំងអស់នោះថាវាមានរឿងអីកើតឡើងចំពោះពួកវារឿងទាំងអស់នោះគឺដូចអ៊ំយ៉ាក់និយាយពិតមែនគឺមេរបស់វាឬក៏ចៅហ្វាយរបស់វានោះវាក៏បានដើរចេញមកខាងក្រៅបន្ទាប់មកវាក៏បានបញ្ជាឲ្យគ្នាវាទាំងអស់នោះតាមរកសំឡេងសត្វខ្លានិងខ្យល់ដែលវាបក់បោកមកកាន់បន្ទាយរបស់វានេះឯងឯនោះមេរបស់វាក៏បានហៅកូនចៅវាជាច្រើនឲ្យទៅប្រជុំគ្នានៅខាងមុខបន្ទាយហើយកន្លែងដែលយាមអ៊ំយ៉ាក់និងនីដាមនេះគឺនៅសល់តែ4នាក់ទេនោះអ៊ំយ៉ាក់គាត់ក៏បានខ្សឹបទៅកាន់នីដាមថាក្មួយយើងដល់ពេលដែលត្រូវចេញពីទីនេះហើយបើនៅយូរទៀតគឺមិនល្អសម្រាប់ពួកយើងទេពេលនោះអ៊ំយ៉ាក់គាត់ក៏ចាប់ផ្ដើមសូត្រមន្តគាថារបស់គាត់ដោយស្មឹងស្មាតហើយសូត្រមន្តស្រែចំណងពេលនោះដែរចំណងដែលវាយកមកចងអ៊ំយ៉ាក់នៅនឹងដៃនិងជើងក៏ស្រាប់តែរបូតជ្រុះទៅលើដីអស់ទៅហើយអ៊ំយ៉ាក់វិញក្រោយតែពីគាត់ស្រែចំណងនោះបានហើយគាត់ក៏ចាប់ផ្ដើមសូត្រមន្តនោះផ្លុំទៅលើដៃនីដាមនិងចំណងនៅលើជើងគេហើយចំណងនោះក៏វារបូតដូចគ្នាដែរពេលនោះអ៊ំយ៉ាក់និងនីដាមគឺបានរបូតចំណងអស់ហើយអ៊ំយ៉ាក់និងនីដាមវិញក៏ចាត់ការអា4នាក់ដែលនៅយាមគាត់នៅខាងមុខនោះហើយគាត់ចាត់ការពួកវានេះគឺមិនបានវាយសម្លាប់ឲ្យពួកវាទេគ្រាន់តែធ្វើឲ្យពួកវាស្លាប់តែប៉ុណ្ណោះតបពីពួកគាត់បានចាត់ការអា4នាក់នៅយាមគាត់នេះរួចហើយគាត់ក៏ចាប់ផ្ដើមធ្វើដំណើរលបដើម្បីលួចចេញពីជំរំរបស់ក្រុមគ្នាវានោះឯងហើយនៅពេលដែលពួកគាត់លួចចេញនេះគឺសមាគឺមិនតន់ស្រ័យនោះទេដោយសារតែមេរបស់វានោះគឺមិនតន់ឲ្យគ្នាវាណាម្នាក់ឆ្លងកាត់នៃសមានេះចេញទៅខាងក្រៅឡើយហើយម្នាក់វិញគឺគាត់ខ្លាចបែកការខ្លាចពួកនេះវាដឹងថាគាត់នឹងនីដាមត្រូវបានស្រ័យចំណងរត់ចេញដូច្នេះហើយអ៊ំយ៉ាក់គាត់ក៏ចាប់ផ្ដើមប្រើមន្តគាថារបស់គាត់សម្រាប់បិទបាំងភ្នែកចំមុខពីពួកនោះគាត់ក៏បានយកដីមួយច្បាមហើយច្រូចមកលើក្បាលហើយនីដាមក៏ធ្វើដូច្នេះដែរវៃឲ្យព្រះធរណីជួយបិទបាំងពីភ្នែកចំមុខរបស់ពួកវាកុំឲ្យមើលឃើញពួកគាត់ទាំងពីរនាក់រីឯគ្នាវាទាំងអស់នោះក៏មិនបានចាប់អារម្មណ៍នៅពេលដែលអ៊ំយ៉ាក់និងនីដាមបានរបូតចំណងដែរដោយសារតែម្នាក់វាកំពុងតែជ្រួលច្បល់នៅពេលដែលខ្យល់មកអុកឡុកពួកវាហើយខ្យល់នោះវាកាត់ឡើងពីខ្យល់កិច្ចអាគមដែលអ៊ំច័ន្ទធ្វើទៀតដូច្នេះមេរបស់វាគឺបានដឹងដូច្នេះក៏បានបញ្ជាកូនចៅរបស់វាឲ្យប្រុងប្រៀបនិងរៀបចំវិធីនៅក្នុងការទប់ទល់បរិវេណនៃជុំវិញជំរំរបស់វានោះគឺខ្យល់អាប់អួរតែម្ដងហើយមិនមែនមានតែខ្យល់អួរអាប់បែបនេះទេគឺសត្វស្លាបជាច្រើនដែលវានៅជុំវិញបរិវេណព្រៃនោះគឺវានាំគ្នាហើរមកទីនោះឲ្យខ្មៅតែម្ដងពេលដែលវាហើរមកលើជំរំបន្ទាយរបស់ក្រុមអ្នកជួញដូរក្បាលអ្នកតានោះគឺវានាំគ្នាស្រែកត្រហឹងអើងកងធ្វើឲ្យពួកវាស្លន់ស្លោយ៉ាងខ្លាំងមានគ្នាវាខ្លះក៏ផិតភ័យទើបឃើញសត្វទាំងអស់នោះដែរហើយចៅហ្វាយរបស់វាវិញនៅពេលដែលឃើញរឿងហេតុបែបនេះក៏បានប្រាប់កូនចៅរបស់វាបន្ថែមថាពួកឯងប្រយ័ត្នប្រយែងមែនតែនត្រៀមកំភ្លើងទុកឲ្យហើយទៅមើលទៅអ្វីដែលគេមកលេងនេះគឺមិនធម្មតានោះទេកូនចៅវាម្នាក់វិញមើលទៅក៏មិនអន់ដែរសិតតែអ្នកចេះអាគមទៀតផងហើយកូនចៅរបស់វាវិញនៅពេលដែលឃើញសត្វនោះកាន់តែច្រើនឡើងគឺវាបានយកកំភ្លើងដែលវានៅនឹងដៃនោះនាំគ្នាបាញ់សត្វទាំងអស់នោះទូងទាំងហើយសត្វខ្លះក៏ត្រូវបានពួកវាបាញ់ធ្លាក់មកខាងក្រោមដែរហើយនៅពេលដែលសត្វទាំងអស់នោះវាធ្លាក់មកខាងក្រោមគឺគ្រាន់តែជាស្លឹកឈើតែប៉ុណ្ណោះតាមពិតទៅគឺមិនមែនសត្វដែលដូចដែលពួកវាបានឃើញឡើយហើយមេរបស់វាវិញនៅពេលដែលឃើញរឿងហេតុនេះគឺវាប្លែកខ្លាំងណាស់វាថាអញធ្លាប់ប៉ះនឹងគ្រូអាគមច្រើនអ្នកហើយប៉ុន្តែមិនដែលឃើញគេប្រើជប់ស្លឹកឈើខ្លាចជាសត្វបែបនេះទេហើយនេះក៏ជាលើកទី1ដែរដែលបានជួបអ្នកខ្លាំងបែបនេះនោះចៅហ្វាយរបស់វាក៏បញ្ជាទៅកាន់គ្នាវាថាពួកឯងគេឈប់បាញ់ទៅបាញ់នាំតែខាតក្របទេអ្វីដែលយើងឃើញនេះវាគ្រាន់តែជាការឆ្ពិនភ្នែកតែប៉ុណ្ណោះវាមិនមែនជារឿងពិតទេហើយគ្នាវានោះក្រោយតែពីស្ដាប់ចៅហ្វាយរបស់វានិយាយហើយវាក៏ដាក់កំភ្លើងចុះហើយឈរងើបឡើងលើមើលសត្វទាំងអស់នោះហើយសត្វនោះគឺវាមិនមែនតិចទេគឺវាកាន់តែច្រើនឡើងពួកគេកាន់តែបាញ់គឺសត្វនោះកាន់តែកើនឡើងបន្ទាប់ពីពួកវាឈរមើលមួយសន្ទុះសត្វទាំងអស់នោះក៏វាបានបាត់ខ្លួនទៅវិញអស់បន្ទាប់ពីសត្វស្លាបទាំងអស់នោះបាត់ខ្លួនទៅវិញក៏ស្រាប់តែបង្ហាញនៅសត្វខ្លា
ជាច្រើនក្បាលនៅជុំវិញជំរំរបស់ពួកវានោះហើយមុននឹងបង្ហាញវត្តមានសត្វខ្លាដោយច្រើនក្បាលក៏សម្លេងរបស់ពួកវាចាប់ផ្ដើមក្រហមនៅជុំវិញជំរំរបស់ពួកវានោះហើយពួកវាម្នាក់វិញហេតុតែចេះអាគមក៏ពិតមែនប៉ុន្តែនៅពេលដែលឮសម្លេងសត្វខ្លាដោយច្រើនក្បាលក្រហមនៅជុំវិញជំរំក៏ពួកវាមានការផិតភ័យដែរណាមួយសត្វខ្លាវាជាសត្វដ៏សាហាវឃោឃៅហើយវាមានកម្លាំងខ្លាំងទៀតផងដូច្នេះពួកវាគឺមិនងាយនឹងទប់ទល់ទេពេលនោះមានកូនចៅវាម្នាក់ក៏បានដើរមកសួរចៅរបស់វាថាលោកម្ចាស់តើយើងគួរគិតយ៉ាងណាពីមុនឃើញសត្វជាច្រើនហើរមកលើជំរំរបស់យើងប៉ុន្តែឥឡូវនេះគឺជាសត្វខ្លាតែម្ដងហើយមេរបស់វានោះក៏បាននិយាយទៅកាន់កូនចៅម្នាក់ដែលដើរមកសួរវានោះថាមិនអីទេនេះគ្រាន់តែជាការបន្លាចតែប៉ុណ្ណោះអ្នកដែលគេលេងរបៀងអាគមគឺគេធ្វើបែបនេះហើយនោះកូនចៅដែលដើរមកសួរវានោះក៏បានដើរត្រឡប់ទៅកន្លែងដើមរបស់វាវិញហើយមេរបស់វាក៏ចាប់ផ្ដើមរៀបចំកិច្ចពិធីដើម្បីតទល់ទៅនឹងសម្លេងសត្វខ្លានេះដែរគឺវាចាប់ផ្ដើមយកទៀនមួយដើមរួមទាំងធូប5តសៃពេលនោះវាក៏បានអុជទៀននិងធូបហើយវាអង្គុយពេនភ្នែននៅខាងមុខជំរំរបស់វានោះមិនដឹងថាវារៀបចំកិច្ចវិធីអីទេរួមទាំងមានសាច់ឆៅទៀតផងដែលវាយកមកសែនបូជាដល់កិច្ចពិធីរបស់វានោះបន្ទាប់ពីវាធ្វើកិច្ចពិធីវារួចចប់សពគ្រប់ហើយសម្រាប់តែវត្តមានព្រាយកំណាចមួយក្បាលបង្ហាញនៅខាងមុខវាតែម្ដងហើយមើលទៅព្រាយនោះគឺគួរឲ្យខ្លាចខ្លាំងណាស់ភ្នែកវាធំហើយអណ្ដាតវិញគឺវាលៀនចេញមកក្រៅវិញមែនតែនហើយត្រចកដៃវាក៏វែងដូចគ្នាដែរនិយាយរួមទៅប្រសិនបើបងប្អូនឃើញទិដ្ឋភាពនេះនៅក្នុងព្រៃប្រកាសជារត់ចាក់ជាមិនខានទេដោយសារតែវាសាហាវខ្លាំងពេកពេលនោះចៅវាយរបស់វាក៏បានបញ្ជាទៅព្រាយមួយក្បាលនេះថាហើយឆាប់ទៅកំចាត់សម្លេងដែលឮនៅជុំវិញជំរំអញភ្លាមទៅឲ្យព្រាយមួយក្បាលនោះដែរពេលដែលឮចៅវាយរបស់វាបញ្ជាបែបនេះភ្លាមវាក៏បានងក់ក្បាល3ដងហើយស្រាប់តែបាត់ស្រមោលចេញពីខាងមុខនៅអំឡុងពេលដែលវាបាត់ខ្លួននេះដែរសម្លេងនៃជុំវិញជំរំនោះឮតែស្នូប្រយុទ្ធគ្នាតែប៉ុណ្ណោះលឺសូរប្រៅតែមិនដឹងថាខាងណាឈ្នះនោះទេហើយខ្លានោះគឺវាកាន់តែក្រហមលឺឡើងរហូតដល់មួយសន្ទុះក្រោយមកស្រាប់តែព្រាយនោះវាត្រឡប់មកវិញគឺស្នាមលើខ្លួនរបស់វាសុទ្ធតែចង្កូមខ្លាទាំងអស់ហើយការប្រយុទ្ធនេះគឺមិនដឹងថាខាងណាឈ្នះឬចាញ់ទេគ្រាន់តែព្រាយនេះគឺវាត្រឡប់មកវិញអមយៈវិញនៅពេលដែលគាត់សម្លឹងទៅមើលចៅវាយរបស់វាដែលប្រើព្រាយនោះត្រឡប់មកវិញអមយៈគាត់ក៏បាននិយាយជាមួយនាយដាមថាបើតាមអ្វីដែលអមមើលទៅព្រាយនេះគឺបានប្រយុទ្ធចាញ់នៅសត្វខ្លាកំណាចមួយក្បាលនោះហើយមើលទៅបានជាវាត្រឡប់មកវិញហើយមានរបួសពេញខ្លួនបែបនេះនាយដាំនៅពេលដែលលឺអមយៈនិយាយបែបនេះគេក៏បានតបមកកាន់អមយៈថាដោយអ្វីដែលលោកអ៊ំបាននិយាយអញ្ចឹងនៅក្នុងការប្រើប្រាស់របៀងព្រាយនេះប្រសិនបើវាប្រយុទ្ធចាញ់នរណាម្នាក់វានឹងមកវិញរៀបរាប់ប្រាប់យើងហើយមើលទៅព្រាយដែលគេចិញ្ចឹមនេះប្រកាសជារងរបួសជាខ្លាំងហើយបានវាត្រឡប់មកវិញបែបនេះប៉ុន្តែខ្ញុំក៏លេចមើលក៏ខ្ញុំដឹងដែរថាព្រាយនេះគឺវាមានឫទ្ធិអំណាចអន់ខ្លាំងណាស់ពេលនោះអមយៈគាត់ក៏បន្តនិយាយជាមួយនាយដាំថារឿងនេះមិនទាន់ចប់ទេក្មួយចាំមើលបន្តិចទៀតទៅថានឹងមានរឿងអីកើតឡើងតទៀតហើយរឿងដែលបានកើតឡើងគឺមិនខុសពីអមយៈនិយាយទេស្រាប់តែបានមួយសន្ទុះក្រោយមកក៏ស្រាប់តែមានសត្វអមល់ជាច្រើនបានហើរមកចូលបន្ទាយរបស់ពួកវាតែសត្វអមល់ទាំងអស់នោះវាហើរចូលនឹងបន្ទាយរបស់ក្រុមគ្នាវាហើយក៏បានទិចកូនចៅវា2-3នាក់ដែរហើយកូនចៅគ្នាវាដែលត្រូវបានសត្វអមល់នោះទិចគឺសុទ្ធតែសឡប់ស្ដោកស្ដឹងតែម្ដងមិនដឹងថាអ្វីដែលអ៊ំច័ន្ទប្រើមកនេះគឺជាវិធីអីទេបានសាហាវបែបនេះចៅវាយរបស់វាវិញក្រោយពីឃើញសត្វអមល់ច្រើនបែបនេះវាក៏ឲ្យគ្នាវានាំគ្នាដុតភ្លើងនិងបង្ហុយផ្សែងដើម្បីបណ្ដេញសត្វអមល់ទាំងអស់នោះចេញពីជំរំរបស់វាហើយគ្នាវាម្នាក់គឺចាប់ផ្ដើមនាំគ្នាជ្រួលច្របល់និងរត់ខ្វែងជើងខ្វែងដៃហើយដោយសារតែអំពើអាគមដែលអ៊ំច័ន្ទប្រើទៅលើពួកវានោះឯងហើយនៅអំឡុងដែលពេលដែលកូនចៅពួកវាកំពុងតែបង្កាត់ភ្លើងនេះគឺមេរបស់វាក៏ចាប់ផ្ដើមទាញនៅអំបោះខ្មៅមួយហើយយកមករុំជាមួយនឹងមែកឈើដែលវាចងផ្អោបបន្ទាប់មកមិនដឹងថាវាសូត្រមុនគាថាយទេមែកឈើទាំងអស់នោះក៏ស្រាប់តែប្រែคล้ายទៅជាភ្លើងអាគមមួយដែលបង្កើតបានជារង្វង់សីមាហើយដុតកំទេចខ្លួនអមល់ដែលវាហើរចូលនៅក្នុងជំរំរបស់វានោះ
និយាយទៅគុំតែបានចវាយរបស់វាទេបើមិនអីនេះកូនចៅរបស់វាប្រកាសជាងាប់ជាក់ជាមិនខានហើយមេរបស់វាដូចខ្ញុំបានបញ្ជាក់អញ្ចឹងថាវាមានឫទ្ធិអំណាចអាគមគឺខ្លាំងពូកែខ្លាំងណាស់ពេលដែលអ៊ំច័ន្ទប្រើអ្វីមកគឺវាអាចទប់បានរហូតតបពីពួកវាបានបន្សាបនៅរបៀនសัตว์អមាល់នោះហើយអ៊ំច័ន្ទគាត់ក៏ចាប់ផ្ដើមបង្ហាញខ្លួននៅខាងមុខជំរំរបស់ពួកវាតែម្ដងហើយនៅពេលដែលគាត់បង្ហាញខ្លួននោះគឺគ្នាវានាំគ្នាសម្លឹងទៅកាន់អ៊ំច័ន្ទដោយមិនដាក់ភ្នែកនោះទេហើយក៏មានកូនចៅវានិយាយប្រាប់ចៅវាដែរថាលបងមើលទៅគេម្នាក់នេះធ្លាប់ប្រយុទ្ធចាញ់លបងទីតាពីមុនហើយឥឡូវមានមុខមកជួបនឹងលបងម្ដងទៀតមើលទៅម្ដងនេះប្រហែលជាមិនរស់ទេមើលទៅថ្ងៃនេះគេមិនសំណាងដូចថ្ងៃមុនឡើយពេលនោះចវាយរបស់វាក៏បាននិយាយប្រាប់ទៅកូនចៅវាថាមើលទៅគេម្នាក់នេះមកម្ដងនេះប្រហែលជាមិនដូចមុនទេពួកឯងប្រយ័ត្នខ្លួនផងព្រោះរបៀនដែលគេប្រើមកនេះសុទ្ធតែជារបៀនកំពូលទាំងអស់នៅក្នុងដំរាមន្តអាគមអ៊ំច័ន្ទវិញគឺគាត់មិននិយាយអ្វីច្រើនទេពេលដែលគាត់មកដល់កន្លែងនោះភ្លាមគាត់ក៏ចាប់ផ្ដើមទាញកំភ្លើងបាញ់ទៅប្រហារមកចូលក្នុងជំរំរបស់ពួកវាតែម្ដងហើយនៅពេលដែលគាត់បាញ់មកនោះគឺសំណាងឲ្យកូនចៅរបស់វាសិតតែមានវត្ថុស័ក្តិសិទ្ធិការពារគឺមិនបណ្ដាលឲ្យមានរងរបួសអីទេហើយអ៊ំយៈរួមទាំងនីដាមដែលពួកគេទាំងពីរនាក់ពូននៅក្នុងជំរំនោះគេក៏ឃើញអ៊ំច័ន្ទមកបែបនេះនីដាមក៏ប្រាប់អ៊ំយៈថាអ៊ំឥឡូវអ៊ំច័ន្ទគាត់មកជួយយើងហើយឥឡូវនេះជាឱកាសល្អរបស់យើងសម្រាប់ទៅជួយគាត់ដើម្បីកម្ចាត់ក្រុមនេះពេលនោះអ៊ំយៈគាត់ថាអ្វីដែលក្មួយមើលឃើញមិនមែនជាអ៊ំច័ន្ទទេគ្រាន់តែជាការប្រែកាឡាដើម្បីបំភាន់ភ្នែកពួកនេះតែប៉ុណ្ណោះហើយនីដាមវិញក្រោយតែពីគេលើអ៊ំយៈនិយាយបែបនេះហើយគេថាបាទអ៊ំមិនអីទេខ្ញុំស្មានតែអ៊ំច័ន្ទពិតប្រាកដតើតាមពិតទៅរូបនិមិត្តដែលគាត់ក្រុមអ្នកអាឈើនេះតែប៉ុណ្ណោះហើយក្រុមគ្នាវិញក្រោយតែពីអ៊ំច័ន្ទបាញ់ចូលទៅក្នុងមន្ទីររបស់វាគឺកូនចៅរបស់វានាំគ្នាខឹងសម្បែខ្លាំងណាស់វាក៏ទាញកំភ្លើងបាញ់ប្រហារទៅរកអ៊ំច័ន្ទដែរប៉ុន្តែនៅពេលដែលវាបាញ់ទៅនោះគឺមិនបានត្រូវទេពេលដែលក្រកកំភ្លើងហោះចំហើយស្រាប់តែមិនឃើញអ៊ំច័ន្ទរងរបួសអីទាល់តែសោះដោយសារតែរូបអ៊ំច័ន្ទនេះគឺកើតចេញពីការប្រែកាឡាអំពីព្រីខ្លះដែលគាត់ប្រើមកតែប៉ុណ្ណោះហើយទើបមិនមានការបង្ករបួសស្នាមអីដល់វានៅគណៈនោះដែរស្រាប់តែមានកូនចៅវាម្នាក់ដែលវាខឹងហើយវាទ្រាំមិនបានវាក៏រត់ចេញទៅខាងក្រៅហើយតាមបាញ់ប្រមាញ់អ៊ំច័ន្ទប៉ុន្តែតាមពិតទៅអ្វីដែលអ៊ំច័ន្ទធ្វើនេះគ្រាន់តែជាការបោកបញ្ឆោតពួកវាដើម្បីឲ្យដាច់ខ្សែសីមាតែប៉ុណ្ណោះដោយសារមុននេះគ្នាវាបានចងខ្សែសីមាដើម្បីការពារពីរបៀនគ្រូអាគមផ្សេងៗដែលលួចចូលមកទីនេះប៉ុន្តែឥឡូវគម្រោងការដែលពួកវាគិតគឺវាបានបរាជ័យទៅហើយដោយសារតែកូនចៅរបស់វារត់ចេញទៅខាងក្រៅតបពីដាច់ខ្សែសីមានេះហើយរឿងរ៉ាវនៅក្នុងមន្ទីរចាប់ផ្ដើមមានការជ្រួលច្បល់ខ្លាំងឡើងសំឡេងសត្វខ្លាក្រហមចាប់ផ្ដើមបន្លឺឡើងម្ដងទៀតឲ្យគ្នាវាទាំងអស់នោះវិញក្រោយតែពីលឺសត្វខ្លាក្រហមវាចាប់ផ្ដើមប្រយ័ត្នប្រយែងខ្លាំងណាស់កំភ្លើងគឺវាមិនហ៊ានដាក់ចុះទេគឺវាចាប់ផ្ដើមឈរជារង្វង់ដើម្បីងាយស្រួលនៅក្នុងការទប់ទល់ប្រសិនបើសត្វខ្លាវាបង្ហាញខ្លួនពីទិសណាក៏ពួកវាមើលឃើញដែរចាប់ផ្ដើមត្រៀមកៃរួចជាស្រេចប្រសិនបើសត្វខ្លាបង្ហាញវត្តមានភ្លាមប្រកាសណាស់ពួកវានឹងបាញ់តែម្ដងហើយសត្វខ្លានោះបន្ទាប់ពីវាក្រហមមួយសំទុះស្រាប់តែវាបង្ហាញខ្លួននៅក្នុងជំរំបន្ទាយរបស់អ្នករកស៊ីជួញដូរកាប់ឈើទាំងអស់នោះពេលដែលវាបង្ហាញខ្លួនភ្លាមស្រាប់តែវាលោតទៅខំសម្លាប់មនុស្សដែលនៅក្នុងបន្ទាយនោះដួលឡើងទ្រីបតែម្ដងហើយមានតែមេរបស់វាទេដែលអាចគេចខ្លួនបានហើយពួកវាវិញគឺវាព្យាយាមដើម្បីបាញ់តទល់ជាមួយនឹងសត្វខ្លានោះខ្លាំងណាស់ប៉ុន្តែទោះបីបាញ់យ៉ាងណាក៏គ្រាប់មិនអាចធ្វើអីសត្វខ្លាអាគមមួយក្បាលនេះបានដែរគ្រាន់តែត្រូវប៉ុន្តែមិនមានស្នាមរបួសអីទេដោយសារតែសត្វខ្លានេះវាជាប្រភេទព្រីខ្លាដែលវាមានឫទ្ធិអំណាចខ្លាំងហើយចវាយរបស់វាវិញក្រោយតែពីសត្វខ្លាមួយក្បាលនេះវាវាយប្រហារកូនចៅរបស់វាធ្វើឲ្យរងរបួសនិងស្លាប់ជាច្រើនអ្នកគឺវាខឹងខ្លាំងណាស់វាចាប់ផ្ដើមរកវិធីយ៉ាងណាដើម្បីកម្ចាត់សត្វខ្លាមួយក្បាលនេះហើយពេលនោះដែរវាក៏ចាប់ផ្ដើមជប់គោបា
វាឡើងដើម្បីចូលទៅប្រយុទ្ធជាមួយនឹងសត្វខ្លាអាគមដែលអ៊ំច័ន្ទប្រើមកនេះឯងពេលនោះដែរសត្វគោបាដែលវាជប់ឡើងនោះគឺវាបានរត់ទៅបុកនិងប្រយុទ្ធជាមួយនឹងសត្វខ្លានេះនិយាយរួមទៅការប្រយុទ្ធនេះគឺសាហាវខ្លាំងណាស់គឺវាដូចនៅខាងក្រៅអញ្ចឹងគឺសំឡេងសត្វគោវាចាប់ផ្ដើមរោហើយសត្វខ្លានេះវាចាប់ផ្ដើមក្រហឹមដាក់គ្នាទៅវិញទៅមកបន្ទាប់ពីសត្វខ្លាខ្មៅដែលអ៊ំច័ន្ទប្រើមកនោះវាបញ្ឆោតក្រុមពួកឈ្មួញឲ្យចេញក្រៅរង្វង់សីមាពេលនោះដែររង្វង់សីមាដែលចវាយរបស់វាចងនោះក៏ត្រូវបានដាច់ពេលដែលបានដាច់ហើយនីដាំរួមទាំងអ៊ំយ៉ាក់ពួកគាត់ទាំងពីរនាក់ក៏បានចាកចេញពីរង្វង់សីមានោះផងដែរហើយចវាយរបស់វានោះវាក៏បានប្រើឲ្យកូនចៅរបស់វាទៅមើលកន្លែងដែលពួកវាយកអ៊ំយ៉ាក់និងនីដាំយកទៅចងពេលដែលមិនឃើញបែបនេះហើយកូនចៅរបស់វាវិញក៏បានរត់មករាយការណ៍ប្រាប់មេរបស់វាថាចវាយពួកគេដែលយើងចាប់យកមកចងនោះគេបានរបូតខ្សែនិងរត់ចេញទៅបាត់ហើយមិនដឹងថាពួកគេរបូតចំណងដែលយើងចងតាំងពីពេលណានោះទេពេលនោះចវាយរបស់វាក៏បានតបមកកូនចៅវាថាពួកនេះពិតជាមិនធម្មតាមែនគ្រាន់តែប្រហែសបន្តិចក៏ត្រូវរួចចំណងទៅបាត់អស់ហើយខ្សែដែលគេយកទៅចងអ៊ំយ៉ាក់និងនីដាំនោះមិនមែនជាខ្សែធម្មតានោះទេសុទ្ធតែខ្សែដែលបញ្ចុះនៅសីមាអាគមដើម្បីចងអ្នកដែលមានរិទ្ធឬក៏មានអាគមដូចគ្នាទៀតប៉ុន្តែអ៊ំយ៉ាក់និងនីដាំបែរជាអាចរបូតចំណងទៅបានហើយពេលនោះដែរចវាយរបស់គេក៏បញ្ជាទៅឲ្យកូនចៅរបស់គេ5នាក់ហើយពួកនោះសុទ្ធតែពាក់ស្រោមមុខទៀតផងនិយាយទៅគេម្នាក់សុទ្ធតែមានវិជាអាគមខ្លាំងពូកែគ្រាន់តែថាគេក្រោមទៅចវាយរបស់គេបន្តិចបន្តួចតែប៉ុណ្ណោះហើយគ្នាគេទាំងអស់នោះក្រោយតាពីចវាយរបស់គេបញ្ជាគឺគេម្នាក់នាំគ្នាយកក្របបែកផ្សែងរួមទាំងកំភ្លើងម្នាក់មួយដើមទៀតផងចេញទៅតាមនីដាំនិងអ៊ំយ៉ាក់ហើយអ៊ំយ៉ាក់និងនីដាំវិញពួកគាត់មិនមែនរត់ទៅណាឆ្ងាយទេគឺគាត់ត្រឡប់ទៅកន្លែងដែលគាត់ធ្វើធ្នាក់វិញពេលដែលទៅដល់ក៏បានជួបទៅនឹងអ៊ំច័ន្ទក៏ដូចជាអ៊ំយ៉តដែលគាត់អង្គុយនៅកន្លែងនោះហើយស្របពេលដែលអ៊ំយ៉ាក់និងនីដាំត្រឡប់ទៅកន្លែងធ្វើធ្នាក់វិញនោះក៏កំពុងតែឃើញអ៊ំច័ន្ទគាត់កំពុងតែរៀបចំវិធីអ្វីម្យ៉ាងហើយវិធីនោះមិនដឹងថាអ៊ំច័ន្ទគាត់កំពុងតែធ្វើកិច្ចអាគមអ្វីនោះទេគាត់ក៏មិនបានសួរដែរដោយសារតែឃើញអ៊ំច័ន្ទកំពុងតែស្មឹងស្មាតសូត្រនៅមុនវិជារបស់គាត់មានន័យថាគាត់កំពុងតែចម្រើននៅកសិនរបស់គាត់ដើម្បីឲ្យកើតឫទ្ធិអំណាចនិងវិជារបស់គាត់ឲ្យមានអានុភាពខ្លាំងពូកែពេលទៅដល់គាត់ឃើញអ៊ំយ៉តកំពុងតែអង្គុយនៅលើដុំថ្មខ្ពស់មួយនោះគាត់ក៏ចាប់ផ្ដើមហៅអ៊ំយ៉តស្ងាត់ឬក៏បេបហៅខ្សឹបឲ្យអ៊ំយ៉តចុះមកខាងក្រោមអ៊ំយ៉តវិញក្រោយតែពីលឺអ៊ំយ៉ាក់ហៅគាត់ក៏បានចុះមកពីលើដុំថ្មខ្ពស់នោះមកដល់គាត់ក៏បានធ្វើកាយវិការថាកុំឲ្យអ៊ំយ៉ាក់មាត់លឺពេកខ្លាចមានប្រតិកម្មអាគមទៅដល់អ៊ំច័ន្ទពេលនោះអ៊ំយ៉ាក់គាត់ក៏បាននិយាយខ្សឹបដាក់នឹងត្រចៀកអ៊ំយ៉តថាឯងមានដឹងទេថាលបងច័ន្ទគាត់កំពុងតែរៀបចំកិច្ចអាគមអ្វីពេលនោះអ៊ំយ៉តថាគ្នាក៏មិនដឹងច្បាស់ដែរអាសម្លាញ់អើយមិនដឹងថាគាត់កំពុងតែធ្វើអ្វីទេហើយមុននេះគាត់ក៏បានហៅសត្វជាច្រើនមកហើរក្រវ៉ែលជុំវិញបរិវេណដែលគាត់កំពុងតែអង្គុយនេះមិនមែនតែប៉ុណ្្នឹងទេរឿងដែលចម្លែកជាងនឹងទៅទៀតនោះគឺមានសត្វខ្លាខ្មៅមួយក្បាលបានបង្ហាញខ្លួននៅខាងមុខគាត់ទៀតផងហើយសត្វខ្លាដែលគាត់ហៅមកនោះគឺវាមានឫទ្ធិអំណាចខ្លាំងណាស់គឺវាអាចបែងភាគតែមួយប្រពេចភ្នែកទេវាបំបែកខ្លួនវាចេញបាន 4-5 ឯណោះហើយរូបរាងរបស់វាវិញវាអាចបង្រួមខ្លួនវាតូចធំទៅតាមអ្វីដែលវាចង់ធ្វើហើយសត្វខ្លាមួយក្បាលនោះបាននិយាយទៅគឺវាមានអំណាចខ្លាំងណាស់អាចនិយាយបានថាវាគឺជាបរិវាររបស់លបងច័ន្ទក៏ថាបានដែរពីព្រោះគាត់អាចហៅនិងបញ្ជាទៅលើសត្វខ្លានេះបាន
ហើយអំយ៉ាវិញក្រោយតែពីគាត់បានឮអំយតរៀបរាប់ប្រាប់មកគាត់អាចនិយាយបានថានៅក្នុងក្រោមស្ថានភាពនេះអ៊ំច័ន្ទគាត់សម្រេចនៅវិជាអាគមកម្រិតកំពូលគឺមិនធម្មតានោះទេមើលទៅគាត់ប្រហែលជាមានអ្វីម្យ៉ាងដែលពិសេសជាងនេះទៅទៀតងាកមកនាយដាំវិញគេមិនមាត់កអីច្រើនទេដោយសារតែពេលដែលអ៊ំទាំងពីរនាក់កំពុងតែឈរជជែកនិយាយគ្នានេះគឺគេនៅឈរក្បែរនេះដែរទេហើយអ៊ំយតវិញបន្ទាប់ពីគាត់បាននិយាយជាមួយនឹងអ៊ំយ៉ារួចគាត់ក៏ចាប់ផ្ដើមយកដៃរបស់គាត់ទាញដៃអ៊ំយ៉ាឲ្យថយឆ្ងាយពីកន្លែងដែលអ៊ំច័ន្ទធ្វើវិធីបន្តិចប្រហែលជា 4-5 ម៉ែត្រអីហ្នឹងដើម្បីគាត់និយាយទៅកុំឲ្យមានសម្លេងរំខានដល់អ៊ំច័ន្ទដែលកំពុងតែធ្វើពិធីពេលនោះដែរអ៊ំយតគាត់ក៏ចាប់ផ្ដើមសួរអ៊ំយ៉ាថែមថាពេលដែលពួកឯងត្រូវបានគេចាប់នោះតើមានប្រទះឃើញរឿងអីចម្លែកឬអត់ពេលនោះអ៊ំយ៉ាគាត់ក៏បាននិយាយប្រាប់អ៊ំយតថាបើជ្រុលតែឯងសួរហើយចាំអញនិយាយឲ្យលម្អិតប្រាប់នៅពេលដែលអញពីអ្នកក្មួយដាំបានជាប់ចំណងពេលដែលក្រុមឈ្មួញអាឈើនោះវាយកអញទៅចងគឺអញបានឃើញរឿងហេតុការណ៍ចម្លែកពិតមែនដំបូងគឺស្រាប់តែមានខ្យល់ខ្លាំងបក់ទៅកាន់បន្ទាយជំរំរបស់វានោះសឹងតែផើតអីវ៉ាន់ដែលនៅទីនោះរប៉ាត់របាយអស់ហើយកូនចៅវាម្នាក់សឹងតែដោយទៅតាមខ្យល់ហើយបន្ទាប់ពីនឹងទៀតគឺឃើញមានសុទ្ធតែសត្វជាច្រើនបានហើរសម្រុកចូលទៅក្នុងកន្លែងដែលវាបោះជំរំនោះឯងពេលនោះគឺគ្នាវាគឺនាំគ្នាភ័យស្លន់ស្លោណាស់ហើយអញពីអ្នកក្មួយដាំវិញគ្រាន់តែលួចអង្គុយមើលវាតែប៉ុណ្ណោះបន្ទាប់ពីសត្វដ៏ច្រើនបានហើរសម្រុកចូលទៅក្នុងជំរំវាបែបនោះហើយមេក្រុមរបស់វានោះក៏ចាប់ផ្ដើមរៀបចំកិច្ចអាគមដូចគ្នាដើម្បីបង្កើតបានជាសមាភ្លើងដើម្បីដុតបណ្ដេញសត្វទាំងអស់នោះហើយនៅពេលដែលសត្វទាំងអស់នោះវាបានហើរត្រឡប់ចេញពីទីនោះអស់ទៅស្រាប់តែមានសត្វខ្លាជាច្រើនបានបន្លឺសំឡេងហើយក្រហមនៅជុំវិញជំរំរបស់ពួកវាតែម្ដងនិយាយទៅបាយនៅទីនោះពេលដែលបានឃើញទស្សនវិជ្ជានេះគឺគួរឲ្យខ្លាចខ្លាំងណាស់ហើយសម្រាប់អញវិញនៅក្នុងមួយឆាកជីវិតទើបតែបានឃើញលើកទី1ទេអ្នកដែលប្រើមុនវិជាអាគមខ្លាំងបែបនេះអាចនិយាយបានថាមើលទៅគឺលេខ1គ្មាន2នោះទេហើយចវាយរបស់វាវិញក្រោយតែពីឃើញកូនចៅរបស់វាបានឮសំឡេងសត្វខ្លាស្រែកក្រហមជុំវិញជំរំហើយនោះវាក៏ចាប់ផ្ដើមរៀបចំកិច្ចពិធីដាស់នៅស្ដេចព្រាយដើម្បីឲ្យប្រយុទ្ធជាមួយនឹងព្រាយខ្លានោះបន្ទាប់ពីស្ដេចព្រាយរបស់វាបានទៅប្រយុទ្ធមួយសន្ទុះក្រោយមកស្ដេចព្រាយនោះក៏វាបានត្រឡប់មកវិញពេលដែលវាត្រឡប់មកវិញហើយមិនដឹងទេថាមានរឿងហេតុអីកើតឡើងស្រាប់តែស្ដេចព្រាយនោះវាត្រូវរបួសស្នាមពេញតែខ្លួនតែម្ដងហើយមិនដឹងថាវាត្រូវសត្វខ្លាវាយប្រហារឬក៏យ៉ាងណានោះទេមើលទៅស្ដេចព្រាយនោះគឺមានស្នាមរបួសច្រើនកន្លែងទៀតផងសុទ្ធតែក្រញាំរបស់សត្វខ្លាពេញតែខ្លួននិងដៃជើងរបស់វាតែម្ដងហើយពេលដែលស្ដេចព្រាយវាត្រឡប់មកវិញនោះមួយសំទោសស្រាប់តែព្រាយនោះវារលាយចេញពីមុខរបស់វាតែម្ដងមិនដឹងថាព្រាយនោះវាទៅណាឬក៏វាចាប់ដាក់នៅក្នុងរបស់អីម្យ៉ាងយើងក៏មិនដឹងដែរបានលួចមើលត្រឹមតែពីចម្ងាយតែប៉ុណ្ណោះហើយបន្ទាប់ពីនេះស្រាប់តែមានសត្វឃ្មុំឬក៏សត្វអមាល់ជាច្រើនបានហោះចូលជំរំរបស់វាហើយសត្វទាំងអស់នោះវាក៏បានតិចកូនចៅរបស់វាត្រូវច្រើនដំណិចដែរហើយកូនចៅម្នាក់ដែលត្រូវបានសត្វឃ្មុំឬអមាល់តិចគឺវាសឹងតែប្រកាច់ទៅនឹងដីតែម្ដងមិនដឹងថាពឹសរបស់វានោះគឺខ្លាំងកម្រិតណាទេហើយមេរបស់វាវិញក្រោយតែប្រទះឃើញសត្វអមាល់ជាច្រើនហើរមកតិចកូនចៅរបស់វាបែបនេះវាក៏ចាប់ផ្ដើមប្រើអាគមរបស់វាដើម្បីដុតបំផ្លាញសត្វអមាល់ទាំងអស់នោះហើយមេរបស់វាវិញអាចនិយាយបានថាកម្រិតអាគមក៏មិនអន់ដែរគឺខ្លាំងយកតែមែនតែនហើយពីព្រោះអ្វីដែលលបងច័ន្ទប្រើទៅនេះគឺគេអាចទប់បានរហូតប៉ុន្តែទោះបីគេទប់បានក៏ពិតមែនចុងក្រោយនៅតែចាញ់ល្បិចព្រាយខ្លារបស់លបងច័ន្ទដែលប្រើទៅនោះហើយព្រាយខ្លានោះគឺវាឆ្លាតខ្លាំងណាស់ណាមួយក៏ដោយសារតែលបងច័ន្ទបញ្ជាវាដែរគឺវាបានប្រែកលាคล้ายជារូបលបងច័ន្ទបន្ទាប់មកវាបានបញ្ឆោតឲ្យកូនចៅរបស់វាដែលនៅក្នុងមន្ទីរនោះរត់ចេញមកខាងក្រៅហើយនៅក្នុងមន្ទីររបស់វាគឺវាបានចងសីមា
ហើយវាមានដំណំថាកាលណាតែកូនចៅណាម្នាក់រត់ចេញទៅក្រៅខ្សែសមានេះគឺបណ្ដាលឲ្យខ្សែសមានៅក្នុងមន្ទីររបស់វាគឺបានដាច់ហើយដូច្នេះកូនចៅរបស់វាទ្រាំមិនបាននឹងការប្រមាថមកលើចៅវាយរបស់វានោះវាក៏បានរត់ចេញទៅខាងក្រៅយកកំភ្លើងដេញបាញ់ទៅលើសត្វខ្លាដែលកើតចេញពីការប្រែកាឡាពីព្រាយខ្លាដែលលបងច័ន្ទប្រើទៅនេះឯងហើយអញវិញពេលនោះក៏រត់គេចខ្លួនពីអ្នកក្មួយដាំចេញមកក្រៅជំរុំរបស់វារត់មកដល់ទីនេះដែរណាមួយមិនហ៊ានស្រែកខ្សែសមារបស់វាដោយសារតែខ្សែសមារបស់វានោះគឺវាបានឧបកិច្ចហើយប្រើសុទ្ធតែរបស់បន្សាបនៅវិជាអាគមទៀតផងដូច្នេះហើយអញមិនហ៊ានទេណាមួយដោយសារតែខ្លាចសាបនៅវិជាហើយមើលទៅមកស្មាននេះគ្នាវាកំពុងតែតាមអញពីអ្នកក្មួយដាំមកពីខាងក្រោយហើយពួកនេះវាមិនងាយលើកលែងឲ្យយើងស្រួលនោះទេអាចនិយាយបានថាពួកវាគឺមានគំនុំគុំគួនខ្លាំងណាស់ដោយសារតែយើងបានបំផ្លាញផែនការរបស់ពួកវាហើយអ្វីដែលយើងបានបំផ្លាញនេះបើសិនជាគិតពីចំនួននៃការរកស៊ីជួញដូរវិញគឺពួកវាខាត់ធ្ងន់ធ្ងរខ្លាំងណាស់ពេលនោះនេះដាំគេក៏បានតបមកកាន់អ៊ំទាំងពីរនាក់វិញម្ដងថាលោកអ៊ំបើមិនចង់ឲ្យពួកនេះវាតាមមកដល់កន្លែងដែលយើងកំពុងតែធ្វើថ្នាក់ពួកអ៊ំយកទឹកបន្លត់ផ្សែងភ្លើងទៅកុំឲ្យពួកនេះវាមកតាមក្លិនផ្សែងនេះពេលនោះអ៊ំយៈគាត់ក៏បាននិយាយជាមួយនឹងនាយដាំថាពិតមែនហើយក្មួយដូចអ្វីដែលក្មួយបាននិយាយពិតមែនប្រសិនបើយើងមិនបន្លត់ផ្សែងភ្លើងនេះទេប្រកាសជាពួកវារកឃើញហើយពេលដែលនិយាយចប់អ៊ំយៈគាត់ក៏បានដើរទៅយកទឹកនៅក្នុងបំពង់ដែលគាត់ដាក់នៅក្នុងថង់យាមនោះហើយគាត់រកមកចាក់ពន្លត់ភ្លើងដែលវាកំពុងតែឆេះហើយអ៊ំច័ន្ទវិញពេលនោះគាត់ក៏បានដាក់នៅសមាធិរបស់គាត់ហើយគាត់ក៏បានក្រឡេកមើលទៅកាន់អ៊ំយៈអ៊ំយ៉តរួមទាំងនីដាមដែរហើយស្របពេលដែលគាត់ក្រឡេកមើលនោះក៏ប្រទះឃើញយកទឹកនៅក្នុងបំពង់របស់គាត់យកមកចាក់ពន្លត់ភ្លើងអ៊ំច័ន្ទវិញក៏ស្រែកទៅប្រាប់អ៊ំយៈថាលបងមិនបាច់ពន្លត់ភ្លើងនេះទេត្រឹមតែពួកវាប៉ុណ្ណេះគឺខ្ញុំមានវិធីទប់ទល់ហើយលបងមិនបាច់ភ័យទេប្រសិនបើពួកនោះវាតាមលបងមកពីខាងក្រោយមែនឲ្យពួកវាមកខ្ញុំនឹងត្រៀមរបស់ល្អសម្រាប់ចាំពួកវានៅទីនេះហើយលបងទាំងពីរនាក់រួមទាំងក្មួយដាំមិនបាច់ភ័យអីទេចាំតែមើលរបស់ដែលខ្ញុំប្រើទៅគឺដឹងហើយពេលនោះអ៊ំយៈគាត់ក៏មិនបានយកទឹកក្នុងបំពង់របស់គាត់ចាក់បន្លត់ភ្លើងដែលកំពុងតែឆេះនោះដែរគឺគាត់បានយកបំពង់របស់គាត់ទុកវិញហើយគាត់ក៏បាននិយាយជាមួយនឹងអ៊ំច័ន្ទថាមិនអីទេលបងបើលបងនិយាយបែបនេះខ្ញុំចាំតែស្ដាប់លបងទេហើយបើតាមអ្វីដែលខ្ញុំគិតពួកនេះវាកំពុងតែតាមខ្ញុំពីក្រោយគិខ្លាំងណាស់អាចនឹងមកដល់នៅក្នុងរយៈពេលដ៏ខ្លីនេះគ្រាន់តែគាត់និយាយបែបនេះភ្លាមស្រាប់តែពួកនោះវាបាញ់កំភ្លើងទៅលើទាំង4-5គ្រាប់ហើយអ៊ំយៈនិងអ៊ំយ៉តរួមទាំងនីដាមវិញគឺភ្ញាក់ផ្អើលណាស់នៅពេលដែលលឺស្នូកំភ្លើងដែលវាបាញ់បង្ហើរឡើងលើ4-5គ្រាប់ទាំងនោះហើយគ្នាវាវិញក្រោយតែវាប្រទះឃើញកន្លែងដែលអ៊ំទាំង3នាក់ស្នាក់នៅរួមទាំងនីដាំម្នាក់ដែរនោះគឺពួកវាសប្បាយចិត្តខ្លាំងណាស់ដោយវាគិតថាវាអាចចាប់ម្ដងគឺចាប់បានទាំងអស់ណាមួយពួកវាមកនេះក៏សុទ្ធតែអ្នកចេះនៅមុនវិជាដែរដូច្នេះគឺវាមិនបានខ្លាចញញើតនឹងអ៊ំទាំង3នាក់រួមទាំងនីដាំនោះទេហើយគ្នាវាដែលតាមមកនោះគឺមានចំនួន5នាក់ហើយម្នាក់សុទ្ធតែមានកំភ្លើងគ្រប់ដៃតែម្ដងរួមទាំងរបស់អាគមសម្រាប់ការពារខ្លួនទៀតមាននឹងខ្សែកខ្នាយកាច់ចែតាន់រួមទាំងកថាពន្ធដែលវាពាក់ជុំវិញទៀតផងហើយពេលនោះដែរគ្នាវា4-5នាក់នោះក៏នាំគ្នាសើចចំអកនិយាយពាក្យលក់លឿយទៅកាន់អ៊ំទាំង3នាក់និងនីដាំថាថ្ងៃនេះដើររកអូសប្រទេសឈើងាប់ហើយអ្វីដែលអញបានជួបនៅថ្ងៃនេះពួកឯងមិនឃើញទេសុទ្ធតែជាជនបរាជ័យក្រោមដៃរបស់អញទាំងអស់ថ្ងៃនេះពួកនេះមើលទៅទោះបីមានស្លាប់ក៏ហោះមិនរួចពីទីនេះដែរពីព្រោះថាក្របកំភ្លើងនេះវាចូលចិត្តណាស់អាអ្នកលេងអាគមបែបនេះហើយអ្វីដែលពួកវានិយាយនេះអាចនិយាយបានថាវាជាអំណូតអូតអាងដោយមិនចាត់ទុកអ៊ំទាំង3នាក់នៅក្នុងភ្នែករបស់ពួកវាទេគឺវាមើលស្រាលអ៊ំទាំង3នាក់នេះខ្លាំងណាស់ដោយសារតែអ៊ំទាំង3នាក់ធ្លាប់ចាញ់ក្នុងការប្រយុទ្ធសឹកអាគមជាមួយនឹងពួកវាពិតមែនហើយម្ដងនេះគឺមិនដូចពីមុនទេដោយបងប្អូនបានដឹងមកហើយថាអ៊ំច័ន្ទគាត់បានសម្រេចនៅវិជាអាគមជាន់ខ្ពស់ពេលនោះលោកអ៊ំទាំង3នាក់រួមទាំងនីដាំគាត់ក៏មិនទាន់មាត់កយដែរគាត់ឈរមើលពួកនេះសិនថាវាប្រុងធ្វើអីហើយពួកគេដែលពាក់ស្រោមមុខទាំងអស់នោះវិញនិយាយទៅគឺគេយកកំភ្លើងរបស់គេ
ដែលបញ្ចុះនៅមុនគាថានោះគឺគេបាញ់មិនឲ្យត្រូវអ៊ំទាំង3នាក់ទេដោយសារតែពួកគេចង់លេងសើចជាមួយនឹងអ៊ំទាំង3នាក់ពួកគេក៏បានយកកាំភ្លើងដើម្បីបាញ់បង្ហើរទៅខាងលើកំលៀតតែពីអ៊ំប្រហែលជា4ម៉ែត្រទៅ5ម៉ែត្រអីហ្នឹងគឺគេបាញ់ដើម្បីគំរាមប៉ុន្តែពួកគេមិនទាន់បាញ់តម្រង់ឲ្យត្រូវអ៊ំទាំង3នាក់នោះទេទាំងវើអ្វីដែលគេសម្ដែងចេញមកនេះគឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុតសម្រាប់អ៊ំទាំង3នាក់ពេលនោះអ៊ំច័ន្ទគាត់ទ្រាំមិនបានគាត់ក៏បាននិយាយទៅកាន់ពួកនោះថាពួកឯងពិតជាហ៊ានខ្លាំងណាស់មកដល់កន្លែងអញហើយបែរជាមិនគោរពបែរតែជាប្រមាថដែលអញជាចាស់ព្រឹទ្ធាចារ្យនៅទីនេះទៀតមើលទៅពួកឯងថ្ងៃនេះប្រហែលជាគ្មានជីវិតត្រឡប់ទៅវិញទេអាចនឹងធ្វើព្រាយយាមព្រៃនៅទីនេះអស់មួយជីវិតហើយពួកវាវិញក្រោយតែពីស្ដាប់សម្ដីអ៊ំច័ន្ទនិយាយហើយគឺវានាំគ្នាសើចសម្លឹងមកគ្នាតែម្ដងវាក៏បានបន្ថែមមកថាជនថោកទាបតែងតែនិយាយពាក្យសម្ដីបែបនេះនេះដើមវិញគឺគេខឹងខ្លាំងណាស់ដោយសារនៅក្នុងចំណោមអ៊ំទាំង3នាក់មានតែគេទេដែលក្មេងជាងគេហើយណាមួយលោកអ៊ំទាំង3ប្រៀបដូចជាឪពុកផងនិងគ្រូផងដូច្នេះគេទ្រាំនឹងពាក្យប្រមាថរបស់ពួកនេះមិនបានទេគេក៏លូកដៃចូលទៅក្នុងថង់យាមបន្ទាប់មកគេក៏ទាញនៅកំបិតអាគមចេញមកខាងក្រៅហើយគេក៏ចាប់ផ្ដើមសូត្រសីមាដើម្បីបោកសាច់ពួកនោះដើម្បីឲ្យពេលដែលចាក់ទៅដើម្បីឲ្យមុតដោយសារតែពួកនេះគឺបងប្អូនបានដឹងហើយម្នាក់សុទ្ធតែស្បែកគង់គឺកាប់មិនមុតនោះទេលុះត្រាតែអ្នកដែលទៅប្រយុទ្ធជាមួយពួកគេចេះនៅមុនបោកសាច់ហើយមិនមែនត្រឹមតែមុនទេគឺតែរករបស់អ្វីម្យ៉ាងដើម្បីជួយបង្កើនឫទ្ធិបង្កើនអំណាចដល់ខ្លួនគេផងដែរពីនោះគេក៏យកកំបិតស្និតនោះចាក់ទៅក្នុងដីបន្ទាប់មកគេក៏ចាប់ផ្ដើមសូត្រមន្តគាថាបរិកម្មហើយឧបកិច្ចថាដរាបណាពួកនេះវាដើរនៅលើដីសូមប្រម៉ែធរណីពេលដែលខ្ញុំចាក់កំបិតនេះទៅដល់ខ្លួនប្រាណរបស់គេពេលណាសូមឲ្យមុតឲ្យដូចសេចក្តីប្រាថ្នាគ្រាន់តែគេឧបកិច្ចបែបនេះភ្លាមគេក៏ចាប់ផ្ដើមសូត្រមន្តគាថាបំបាំងភ្នែកពួកនោះកុំឲ្យមើលឃើញដើម្បីគេមានឱកាសដើរទៅជិតនិងមានឱកាសក្នុងការសម្លាប់ពួកនោះចោលទាំងអស់និយាយទៅចរិតនេះដាំអាចនិយាយបានថាគេមិនមាត់មិនសើកយទេប៉ុន្តែគេចិត្តធ្វើរឿងណាដែលពិតតែម្ដងហើយលោកអ៊ំយ៉ាវិញក្រោយតែពីឃើញនេះដាំគេបានប្រើមន្តវិជ្ជាបំបាំងកាយដើម្បីទៅចាត់ការពួកទាំងអស់នោះអ៊ំច័ន្ទគាត់ក៏ចាប់ផ្ដើមយកដៃរបស់គាត់ទៅចាប់នីដាំជាប់ហើយពេលដែលនីដាំគេប្រើមន្តវិជ្ជានេះគឺគេឈរនៅខាងក្រោយក្នុងអ៊ំច័ន្ទទេអញ្ចឹងអ៊ំច័ន្ទគាត់ដឹងនៅក្នុងការដែលនីដាំគេប្រើមន្តវិជ្ជាបំបាំងកាយហើយអំឡុងពេលដែលអ៊ំច័ន្ទគាត់ចាប់ដៃនីដាំនេះគាត់ក៏ងាកគោមកខាងក្រោយហើយក៏ខ្សឹបដាក់នីដាំថាក្មួយមិនបាច់ចាត់កាយទេគឺអ៊ំបានត្រៀមសម្រាប់ពួកនេះហើយនាំតែហត់ទេទ្រាំនឹងពាក្យសម្ដីវាបន្តិចទៅពាក្យសម្ដីដែលវានិយាយនេះគឺជាពាក្យលាចុងក្រោយហើយក្មួយកុំទៅរវល់ជាមួយនឹងពួកវាអីតាមវិញគេក៏បានតបមកកាន់អ៊ំច័ន្ទថាខ្ញុំទ្រាំនឹងសម្ដីពួកនេះមិនបានទេលោកអ៊ំពួកវានេះគេបាននិយាយប្រមាថមកកាន់លោកអ៊ំទាំង3នាក់នោះអ៊ំច័ន្ទគាត់ក៏បាននិយាយទៅកាន់ងាយដាំថាកិច្ចការក៏ដោយក្មួយយើងត្រូវតែចេះទ្រាំចេះលេបចេះខ្ជាក់ដើម្បីធ្វើកិច្ចការធំនៅថ្ងៃខាងមុខបានរឿងប៉ុណ្ណេះគ្រាន់តែជាការប្រមាថវាមិនធ្ងន់ធ្ងរអីប៉ុន្មាននោះទេហើយបើប្រមាថហើយពួកវារីចម្រើនមិនអីនោះទេតែបើប្រមាថហើយពួកវាគង់តែរលាយដល់ឡែលយើងកុំទៅប្រកាន់នឹងពួកនេះអីហើយពួកទាំងអស់នោះវិញនិយាយទៅបន្ទាប់ពីគេមើលងាយមកកាន់អ៊ំទាំង3នាក់ហើយគេក៏បានយកកំភ្លើងរបស់គេគឺបាញ់មកកាន់អ៊ំទាំង3នាក់នេះតែម្ដងហើយនៅពេលដែលវាបាញ់មកបងប្អូនមានដឹងថារឿងអីកើតឡើងឬទេគឺស្រាប់តែគ្រាប់អាគមទាំងអស់នោះគឺវាមិនបានមកប៉ះស្បែកអ៊ំទាំង3នាក់នោះទេដោយសារតែអ្វីដែលអ៊ំទាំង3នាក់ឈរគឺគាត់បានឈរនៅក្នុងរង្វង់សីមាដែលអ៊ំច័ន្ទគាត់បានចងនិងធ្វើកិច្ចរួចហើយដូច្នេះគ្រាប់ទាំងអស់នោះគឺវាមិនបានហោះមកប៉ះលោកអ៊ំទាំង3នាក់រួមទាំងនីដាមសម្បីតែបន្តិចហើយពួកនោះវិញនៅពេលដែលវាបាញ់មកកាន់អ៊ំទាំង3នាក់ឡើងច្រើនគ្រាប់ទូងទាំងពេញតែនឹងតែម្ដងហើយមិនបានឃើញគ្រាប់របស់វាហោះទៅប៉ះឬក៏ចំអ៊ំទាំង3នាក់គឺវាស្លន់ស្លោខ្លាំងណាស់ឯនោះគ្នាវាម្នាក់ក៏បានឲ្យគ្នាវាផ្សេងទៀតឈប់បាញ់វាក៏បាននិយាយថាពួកឯងឈប់បាញ់ទៅទោះបីឲ្យបាញ់អស់គ្រាប់កំភ្លើងក៏មិនត្រូវពួកគេដែរទៅមានតែយើងកិច្ចខ្លួនត្រឡប់ទៅវិញទេពីព្រោះពួកនេះមើលទៅអាគមរបស់វាមិនធម្មតាទេវាមានកម្រិតខ្លាំងជាងមុនអ៊ំច័ន្ទវិញក្រោយតែពីឃើញពួកនោះវាប្រុងនឹងរីបរត់ទៅវិញគាត់ក៏បាននិយាយថា
មិនឆាយពួកឯងកំភ្លើងអស់ក្របមែនទេឆាប់រកកំភ្លើងថ្មីយកមកបាញ់ទៀតមកហើយមានគ្នាវាម្នាក់មើលទៅគេនោះក៏ចេះអាគមខ្លាំងពូកែដែរដោយសារតែតាមអ្វីដែលគេរៀបចំខ្លួនមកមើលទៅគេមិនលយនោះទេខ្សែកដែលគេពាក់នោះមានទាំងខ្នាយមានទាំងចែកកាច់ទៀតផងនិងឡតកថាជាច្រើនគ្រាប់នោះគេក៏ចេញមកខាងមុខម្នាក់ឯងហើយគេនិយាយជាមួយអ៊ំច័ន្ទថាបើអ៊ំច័ន្ទខ្លាំងមែនឲ្យចេញទៅបាញ់តទល់មួយនឹងមួយជាមួយគេនៅខាងមុខតែម្ដងពេលនោះអ៊ំច័ន្ទថាមិនអីទេអើពួកឯងស្នើបែបនេះហើយអញជូនតាមសំណុំពរហើយបើពួកឯងមានលក្ខខណ្ឌអីទៀតអញក៏ធ្វើតាមដែរពេលនោះគេក៏បាននិយាយថាមិនអីទេបើសិនជាឯងព្រមតាមលក្ខខណ្ឌរបស់អញអញ្ចឹងឆាប់ដោះដូរកំភ្លើងគ្នាក្នុងការបាញ់ទៅហើយបើតាមអ្វីដែលខ្ញុំគិតគេធ្វើបែបនេះគឺអាចនិយាយបានថាគេខ្លាចអ៊ំច័ន្ទប្រើមុនវិជាបើកសាច់បើកឆ្អឹងដើម្បីបាញ់ទម្លុះសាច់របស់គេហើយប្រសិនបើអ៊ំច័ន្ទប្រើបែបនេះមែនវាប្រៀបដូចអ៊ំច័ន្ទយកកំបិតចិត្តដងឯងអញ្ចឹងដោយសារអីមុនដែលគាត់ប្រើបញ្ចុះទៅលើកំភ្លើងឬក៏គ្រាប់នេះពេលដែលដោះដូរកំភ្លើងគ្នាគេនឹងយកអ្វីដែលគាត់ធ្វើបាញ់មកកាន់គាត់វិញហើយគាត់នឹងគ្រោះថ្នាក់ដោយសារតែវិជាខ្លួនឯងហើយអ៊ំច័ន្ទវិញពេលដែលឮគេនិយាយបែបនេះគឺគាត់ឈរគិតបន្ទាប់មកផាយជាមួយ2នាទីក្រោយមកគាត់ក៏បានតបទៅកាន់គេវិញថាមិនអីទេបើឯងចង់បានបែបនេះគឺអាចដូរកំភ្លើងគ្នាបានហើយខាងបរិះពាក់ស្រោមមុខនោះវិញកំភ្លើងគេគឺគេបានដកវិជាអស់ហើយមិនមានវិជាអាគមណានៅក្នុងនេះទេគឺទទេស្អាតតែម្ដងដូច្នេះគេមិនព្រួយបារម្ភខ្លាចអ៊ំច័ន្ទបាញ់គេមុតនោះឡើយដោយសារតែគេមានវត្ថុស័ក្តិសិទ្ធិនិងវិជាស្បែកគង់ថែមទៀតហើយបរិះពាក់ស្រោមមុខនេះគេសុំស្នើមកអ៊ំច័ន្ទថាគេសុំដាក់លក្ខខណ្ឌមួយទៀតបន្ថែមលក្ខខណ្ឌនោះគឺកំភ្លើងគឺមានតែ2គ្រាប់ទេក្នុងនេះហើយគ្រាប់ទី1គឺបាញ់ឡើងលើហើយគ្រាប់ទី2គឺបាញ់ធ្វើយ៉ាងណាតម្រូវឲ្យចំមនុស្សប្រសិនបើបាញ់ហើយមិនមានការកើតរឿងអីមានន័យថាខាងនោះគឺជាអ្នកឈ្នះហើយអ្វីដែលគាត់យកមកភ្នាល់នៅក្នុងអុកមួយក្តារនេះគឺយកជីវិតពួកគាត់ទាំង4នាក់យកមកភ្នាល់តែម្ដងប្រសិនបើខាងណាចាញ់គឺបាញ់សម្លាប់ខ្លួនឯងដោយគ្មានលក្ខខណ្ឌទេហើយបើខាងណាឈ្នះមានន័យថាខាងនោះគឺមានសិទ្ធិក្នុងការសម្រេចទៅលើជោគវាសនាអ្នកខាងចាញ់ចង់សម្លាប់ក៏បានចង់ធ្វើយ៉ាងណាក៏បានដែរតម្រូវទៅតាមលក្ខខណ្ឌពេលដែលអ៊ំច័ន្ទនិងបរិះដែលពាក់ស្រោមមុខខ្មៅនោះគេនិយាយគ្នាចប់ហើយគេក៏ចាប់ផ្ដើមហុចកំភ្លើងដូរគ្នាទៅវិញទៅមកហើយមុននឹងបាញ់ក៏គេបានឆែកកំភ្លើងនោះមើលដែរថានៅក្នុងនោះមានគ្រាប់ឬក៏អត់ហើយគ្រាប់ចំនួនប៉ុន្មានពេលដែលភាគីទាំងសងខាងបានឆែកកំភ្លើងរួចរាល់អស់ហើយក៏ធ្វើតាមលក្ខខណ្ឌពិតមែនឯនោះអ៊ំច័ន្ទគាត់ក៏ឲ្យអ៊ំយ៉តរាប់ដល់3និងចាប់ផ្ដើមបាញ់គ្នាតែម្ដងគឺបាញ់ទល់មុខតែម្ដងគម្លាតនៃការឈររវាងបរិះពាក់ស្រោមមុខជាមួយនឹងអ៊ំច័ន្ទគឺមានចម្ងាយតែ5ម៉ែត្រពីគ្នានោះទេនិយាយទៅចម្ងាយនេះទោះបីចង់កិច្ចក៏កិច្ចមិនរួចដែរដាច់ខាតត្រូវតែត្រូវគ្រាប់ហើយប៉ុន្តែអ្វីដែលគាត់យកមកភ្នាល់នេះដើម្បីកុំឲ្យចាញ់ចិត្តពួកក្រុមដែលពាក់ស្រោមមុខនោះដោយសារតែពួកនោះវាក៏អឺតកតោមខ្លាំងណាស់ដូច្នេះអ៊ំច័ន្ទគាត់មិនបានខ្លាចអីពួកនេះទេដាច់ខាតត្រូវតែយល់ព្រមទៅតាមលក្ខខណ្ឌដែលវាស្នើមកណាមួយក៏ចង់បញ្ចេញឥទ្ធិពលអំណាចអាគមរបស់គាត់ដែរថានៅលើโลกនេះចេះឯងក្រែងចេះគេចេះឯងបន្ទលេចេះគេប៉ុនសមុទ្រភាពចេះដឹងរបស់មនុស្សគឺមានសភាពសំខាន់រៀងៗខ្លួនគ្មាននរណាចេះជាងនរណាទេគ្រាន់តែលើសគ្នាបន្តិចបន្តួចប៉ុណ្ណោះកាលណាតែគេរៀនថែមមានន័យថាគេក៏អាចខ្លាំងជាងយើងដែរហើយភាគីទាំងសងខាងវិញបន្ទាប់ពីចរចាលក្ខខណ្ឌត្រូវគ្នាហើយអ៊ំយ៉តគាត់ក៏ចាប់ផ្ដើមរាប់ជូនគេទាំងពីរនាក់ពិតមែនគ្រាន់តែរាប់1 2 3បរិះពាក់ស្រោមមុខនិងអ៊ំច័ន្ទគាត់ចាប់ផ្ដើមបាញ់ចោលមួយអ្នកមួយគ្រាប់ឡើងទៅលើទាំងបន្ទាប់មកទៀតគេទាំងពីរនាក់គឺសល់តែមួយអ្នកមួយគ្រាប់ទេដែលជាគ្រាប់ចុងក្រោយសម្រាប់លើជោគជតាជីវិតរបស់ពួកគេហើយក៏ជាគ្រាប់មរណៈដែរប្រសិនម្ដងនេះអ្នកណាអន់ជាងអ្នកនឹងត្រូវទៅហើយពេលនោះអ៊ំយ៉តគាត់ក៏រាប់ជូនភាគីទាំងសងខាងម្ដងទៀតគ្រាន់តែរាប់1 2 3គ្រប់ចំនួន3ដងភ្លាមខាងបរិះដែលពាក់ស្រោមមុខនោះគេក៏បានដូរកំភ្លើងភ្លាមហើយពេលដែលគេដូរកំភ្លើងនោះគឺគេហូតកំភ្លើងដែលគេលាក់នៅចង្កេះខាងក្រោយគេក៏ទាញយកមកបាញ់អ៊ំច័ន្ទឡើង3 4គ្រាប់ឯណោះ
ហើយអំច័ន្ទវិញគឺគាត់មិនមានបញ្ហាអីពិតមែនពេលដែលគេបាញ់មកកំភ្លើងដែលនៅនឹងដៃនេះគឺគាត់មិនបាញ់តទេគឺគាត់បោះចោលឲ្យទៅខាងគេទៀតផងហើយគាត់វិញគឺឈរទឹមចង្កេះមើលពួកនោះផងហើយមិនមែនតែគ្នាវាដែលពាក់ស្រោមមុខបាញ់ទេគ្នាវានៅសល់4នាក់ទៀតហ្នឹងគឺវានាំគ្នាបាញ់មុខស្រោចតែម្ដងហើយមិនមែនតែបាញ់តែអំច័ន្ទម្នាក់ទេគឺបាញ់មកកាន់អ៊ំទាំង2នាក់រួមទាំងនីដាមដែលនៅខាងក្រោយហើយនីដាមវិញកំបិតដែលគេបញ្ចុះអាគមរួចរាល់ត្រៀមចាំជាស្រេចនោះក៏មិនបង្អង់យូរដែរគេក៏ចាប់ផ្ដើមប្រើមុនបំបាំងកាយភ្លាមដើរទៅពីខាងក្រោយពួកនោះហើយពួកនោះវិញត្រូវបាននីដាមយកកំបិតដែលគេឧបកិច្ចទៅនឹងព្រះធរណីចាក់ត្រូវគេមួយញាក់មួយកំបិតធ្វើឲ្យពួកនោះដួលទៅនឹងដីឲ្យទ្រាបតែម្ដងហើយមេរបស់វាដែលភ្នាល់បាញ់ជាមួយនឹងអ៊ំច័ន្ទនេះគឺអ៊ំច័ន្ទគាត់បានទៅខាត់នីដាមតន់នៅពេលដែលនីដាមយកកំបិតប្រុងទៅអាកគេម្នាក់នោះចោលនៅកន្លែងនោះហើយពេលដែលនីដាមទាញកំបិតវឹបអ៊ំច័ន្ទក៏បានទៅដល់ចាប់ដៃនីដាមជាប់ថាក្មួយមិនបាច់ទុកអាមួយនេះដើម្បីឲ្យវាទៅរាយការណ៍ប្រាប់ចៅហ្វាយរបស់វាទៅហើយលើក្រោយក្មួយនឹងមានរបស់លេងច្រើនជាងនេះទៅទៀតពេលដែលវាត្រឡប់ទៅវិញច្បាស់ណាស់គ្នាវានឹងនាំគ្នាមកច្រើនជាងនេះបន្ទាប់ពីអ៊ំច័ន្ទបានដោះលែងបរិះពាក់ស្រោមមុខដែលប្រយុទ្ធជាមួយគាត់រួចហើយនោះគឺវារត់ទៅវិញយ៉ាងប្រផិតប្រភ័យរត់ផងងាកក្រោយផងរត់ផងងាកក្រោយផងមើលទៅវាគឺមានសភាពស្លន់ស្លោនិងផិតភ័យខ្លាំងណាស់តែវាខ្លាចលោកអ៊ំទាំង3នាក់រួមទាំងនីដាមតាមសម្លាប់វាពីក្រោយពេលដែលវារត់ជិតដល់បន្ទាយរបស់វាក៏បានស្រែកទៅប្រាប់គ្នាវាដែលនៅក្នុងបន្ទាយនោះថាជួយផងមានគេតាមសម្លាប់ហើយក្រុមគ្នាវារួមទាំងចៅហ្វាយរបស់វាផ្សេងទៀតហ្នឹងពេលដែលឮស្រែកក៏វាបានរត់ចេញមកខាងក្រៅដើម្បីតាមមើលសម្លេងដែលបានឮស្រែកឲ្យជួយនោះពេលដល់មកដល់ក៏ឃើញគ្នាវាមានខោអាវរហែករញ៉េរញ៉ៃរួមទាំងមានទឹកមុខស្លន់ស្លោស្លេកស្លាំងពេលនោះចៅហ្វាយរបស់វាក៏បានលើកវាយកមកសួរថាឯកើតអីមែនហើយឯណាគ្នារបស់យើងដែលអញបញ្ជាទៅ5នាក់នោះឃើញតែឯងម្នាក់ត្រឡប់មកវិញពេលនោះវាក៏និយាយប្រាប់ចៅហ្វាយរបស់វាថាលោកម្ចាស់អើយពួកនេះគឺបានសម្លាប់គ្នាយើងអស់ហើយមានតែខ្ញុំម្នាក់ទេដែលវាទុកជីវិតឲ្យមកប្រាប់ចៅហ្វាយវិញហើយតែពេលនេះគឺពួកវាបានសម្លាប់គ្នាយើងអស់ហើយចៅហ្វាយហើយមេរបស់វាវិញនោះពេលដែលបានឮដំណឹងកូនចៅវាប្រាប់បែបនេះគឺវាខឹងខ្លាំងណាស់វាក៏ចាប់ផ្ដើមបញ្ជាគ្នាវាទាំងបន្ទាយតែម្ដងឲ្យអាមួយដែលវារត់មកពីកន្លែងអ៊ំយៈនិងអ៊ំច័ន្ទនេះឲ្យវានាំផ្លូវទៅកន្លែងអ៊ំទាំង3នាក់កំពុងតែរស់នៅនោះមុននឹងទៅនេះមិនមែនពួកវាទៅឆៅនោះទេគឺពួកវាបានរៀបចំពិធីនៅក្នុងការប្រសិទ្ធិនិងដាស់អាគមជូនកូនចៅរបស់ពួកវាបន្ទាប់មកទៀតវាក៏បានយកសត្វដែលពួកវាបានបាញ់ហើយនោះយកមកបូជាធ្វើជាគ្រឿងសក្ការៈដល់ពពួកខ្មោចព្រាយដែលនៅព្រៃនោះដើម្បីឲ្យពួកនោះវាជួយជាកម្លាំងដល់ពួកវាហើយចៅហ្វាយរបស់វានោះដែរក៏វាមានព្រាយដែលវាចិញ្ចឹមទុកការពារខ្លួនដែរហើយព្រាយដែលវាចិញ្ចឹមនេះគឺវាដឹងណាស់រាល់ពេលដែលអ្នកណាមានគំនិតយាយីមកលើម្ចាស់វាគឺវាជួយការពាររហូតពេលដែលរៀបចំគ្រឿងដង្វាយបូជារួចហើយវាក៏ចាប់ផ្ដើមសូត្រមន្តវិជ្ជារបស់វាដើម្បីអន្តងហៅពពួកខ្មោចព្រាយវិញ្ញាណបិសាចដែលនៅក្នុងព្រៃនោះមកសន្ធិដ្ឋលើរូបរាងកាយរបស់ពួកវាដើម្បីឲ្យវាមានអានុភាពមានឫទ្ធិអំណាចនៅក្នុងការតទល់ជាមួយនឹងលោកអ៊ំទាំង3នាក់ហើយនៅពេលដែលវាសូត្រមន្តគាថាដើម្បីហៅពពួកខ្មោចព្រាយវិញ្ញាណទាំងអស់នោះមកទិដ្ឋភាពនៅជុំវិញជំរំរបស់វាគឺមានភ្លើងប៉ុនចង្លោះចង្កៀងឯណោះដែលវាហោះមកខាងលើជំរំរបស់ពួកវាឡងខ្មៅតែម្ដងបន្ទាប់មកព្រាយទាំងអស់នោះវាក៏បានស៊ីដង្វាយដែលពួកនោះវាថ្វាយពេលដែលវាស៊ីហើយវាក៏បានចូលសន្ធិដ្ឋនៅក្នុងរូបកូនចៅរបស់មេបន្ទាយជំរំនោះហើយពួកនោះវិញពេលដែលព្រាយសន្ធិដ្ឋភ្នែកវាឡងក្រហមហើយម្នាក់គឺគ្មានស្មារតីនៅក្នុងខ្លួននោះទេក្រុមពួកនោះវានាំគ្នាទាញកំភ្លើងនៅក្នុងអំឡុងពេលពួកវាដឹកនាំគ្នា5នាក់ទៅតាមប្រមាញ់លោកអ៊ំទាំង3រួមទាំងនីដាមពេលដែលប្រយុទ្ធសឹកអាគមចប់រួចរាល់ហើយអស់នោះគឺមានតែគ្នាវាម្នាក់ទេដែលមានជីវិតត្រឡប់មកវិញហើយកាលដែលវាមានជីវិតត្រឡប់មកវិញនោះដោយសារតែអ៊ំច័ន្ទគាត់បានដោះលែងបើតាមអ្វីដែលនីដាមគេខឹងនោះគឺពួកនេះគ្មានជីវិតសំបីតែម្នាក់ត្រឡប់មកផ្ដល់ដំណឹងឲ្យចៅហ្វាយរបស់វានោះទេ
ដោយសារតែនីដាមគឺគេខឹងខ្លាំងណាស់ដោយសារពួកនេះគឺវាបានមើងងាយទៅកាន់លោកអ៊ំទាំង3លោកអ៊ំទាំង3វិញអាចនិយាយបានថាប្រៀបដូចជាឪពុកទី2របស់នីដាមអញ្ចឹងដូច្នេះនីដាមគឺគេខឹងខ្លាំងណាស់នៅពេលដែលពួកនោះវាមើងងាយមកកាន់អ៊ំច័ន្ទអ៊ំយៈរួមទាំងអ៊ំយ៉តយើងក៏លេខមកមើលទស្សនវិជ្ជានៅអំឡុងពេលដែលអ៊ំទាំង3នាក់រួមទាំងនីដាមដោះលែងវាឲ្យមកផ្ដល់ដំណឹងឲ្យចៅហ្វាយរបស់វានោះពេលដែលគេត្រូវបានលោកអ៊ំទាំង3រួមទាំងនីដាមដោះលែងនោះគឺគេរត់ចេញពីទីនោះយ៉ាងលឿនមែនទែនបើនិយាយអំពីសភាពគេវិញគឺគេផិតភ័យខ្លាំងណាស់គេរត់បណ្ដាគឺគេងាកក្រោយបណ្ដាណាមួយដោយសារតែគេខ្លាចនីដាមតាមសម្លាប់គេផងដែរដោយសារតែនីដាមមិនសម្លាប់គេដូចបងប្អូនបានដឹងអញ្ចឹងដោយសារតែត្រូវបានអ៊ំច័ន្ទគាត់រារាំងបើពុំដូចនោះទេប្រកាសណាស់គេម្នាក់នេះមិនមានជីវិតសំបីតែចាក់ចេញពីទីកន្លែងនោះឲ្យក្រុមឈ្មួញអ្នកអាឈើនិងជួញដូរក្បាលអ្នកតាវិញពួកវាគឺនៅក្នុងជំរំចាំមើលគ្នាវាត្រឡប់មកវិញដោយសារតែពេលដែលពួកវាចេញទៅតាមប្រមាញ់អ៊ំទាំង3នាក់រួមទាំងនីដាមនោះគឺគ្នាវាមាន5នាក់ដូច្នេះចៅហ្វាយរបស់វាមិនទាន់ចេញបញ្ជាអីផ្សេងទៀតទេដោយសារតែចាំទទួលដំណឹងពីគ្នារបស់វានោះឯងហើយនៅអំឡុងពេលដែលពួកវាកំពុងតែអង្គុយជជែកគ្នានៅក្នុងជំរំអាឈើនោះក៏ស្រាប់តែប្រទះឃើញគ្នាវាដែលត្រូវបានលោកអ៊ំទាំង3នាក់បានដោះលែងនោះឯងគឺគេរត់ទាំងប្រផិតប្រភីងភ័យស្លន់ស្លោបាននិយាយអំពីទឹកមុខរបស់គេវិញគឺឡើងក្រហមងាំងហើយបបេមាត់របស់គេវិញគឺឡើងស្វាយទៅហើយគឺគេភ័យខ្លាំងណាស់ហើយចៅហ្វាយរបស់គេវិញពេលដែលឃើញទស្សនវិជ្ជាកូនចៅបែបនេះគេក៏បានដើរចេញពីបន្ទាយហើយចៅហ្វាយរបស់គេនោះគេក៏ទៅលើកគ្នាគេយកមកសួរថាមានអ្នកតាមប្រមាញ់ឯងពីក្រោយមែនបានមើលទៅឯងដូចជាភ័យបែបនេះហើយពេលនោះគ្នាគេនោះក៏បានតបមកកាន់ចៅហ្វាយរបស់គេថាបាទលោកម្ចាស់ពួកនេះគឺវាបានតាមពីក្រោយខ្ញុំពិតមែនតែអ្វីដែលគេកំពុងតែនិយាយនេះគឺមិនពិតនោះទេអ៊ំទាំង3នាក់រួមទាំងនីដាមមិនបានតាមគេពីខាងក្រោយទេតែអ្វីដែលខ្ញុំគិតដោយសារតែគេភ័យពេកបានគេនិយាយបែបនេះហើយចៅហ្វាយរបស់គេវិញក្រោយតែពីស្ដាប់កូនចៅគេនិយាយហើយគេចាប់ផ្ដើមឲ្យកូនចៅរបស់គេនោះត្រៀមកាភ្លើងដើម្បីចាំលោកអ៊ំទាំង3នាក់រួមទាំងនីដាមដែលតាមគ្នាគេមកពីខាងក្រោយនោះហើយនៅពេលដែលគេត្រៀមលក្ខណៈនៅក្នុងការប្រយុទ្ធរួចជាស្រេចហើយនោះក៏មិនប្រទះឃើញអ៊ំទាំង3នាក់រួមទាំងនីដាមដែរពេលនោះគេក៏នាំគ្នាគេដែលត្រូវបានលោកអ៊ំដោះលែងនោះចូលទៅក្នុងជំរំវិញហើយក៏គេប្រាប់ឲ្យកូនចៅគេផ្សេងទៀតពង្រឹងការយាមជំរំរបស់គេដែរដោយសារតែលោកអ៊ំទាំង3នាក់គឺបងប្អូនដឹងពីប្រវត្តិរបស់គាត់ហើយម្នាក់សុទ្ធតែមានវិជ្ជាអាគមខ្លាំងពូកែដូច្នេះហើយពួកវាត្រូវតែបង្កើនការយាមកាមឲ្យបានតឹងរឹងបើមិនដូចនោះទេគឺខ្លាចលោកអ៊ំទាំង3នាក់រួមទាំងនីដាមលួចចូលទៅក្នុងជំរំរបស់វាដោយសារតែពួកវាគឺធ្លាប់ត្រូវបានអ៊ំយៈនិងនីដាមលួចចូលទៅក្នុងជំរំម្ដងហើយដូច្នេះពួកវាមិនចង់ឲ្យមានការធ្លាស់ធ្លោយឬក៏ផ្លត់ស្និទ្ធជាលើកទី2នោះទេអាចនិយាយបានថាពួកវាម្ដងនេះគឺមានការប្រុងប្រយ័ត្នជាងមុនខ្ពស់ឆ្ងាយណាស់ហើយចៅហ្វាយរបស់គេវិញបន្ទាប់ពីនាំគ្នាគេម្នាក់ដែលត្រូវបានលោកអ៊ំទាំង3នាក់ដោះលែងចូលទៅក្នុងជំរំហើយនោះគេក៏បានសួររឿងរ៉ាវយ៉ាងលម្អិតតាក់ទងទៅនឹងការប្រយុទ្ធសឹកអាគមជាមួយនឹងគ្នាគេម្នាក់នោះដែរដោយសារតែអ្នកដែលគេបញ្ជូនទៅនេះសិតតែអ្នកមានវិជ្ជាអាគមខ្ពង់ខ្ពស់ហើយសិតតែអ្នកស្ទាត់ជំនាញនៅក្នុងការដើរព្រៃទៀតផងហើយចុងក្រោយបែរជាចាញ់លោកអ៊ំទាំង3ដែលជាមនុស្សចាស់ទៅវិញដូច្នេះពួកនេះគឺវាមិនសុខចិត្តទេណាមួយគឺវាមានកំហឹងស្រាប់នៅក្នុងខ្លួនដោយសារតែលោកអ៊ំទាំង3នាក់បំផ្លាញផែនការវាម្ដងហើយម្ដងទៀតកលេចមកមើលចៅហ្វាយរបស់វាវិញវាក៏បានសួរទៅកាន់គ្នាវាឬក៏កូនចៅរបស់វាថាហេតុអីបានពួកឯងម្ដងនេះធ្វើកិច្ចការមិនបានសម្រេចអញ្ចឹងហើយពេលនោះគ្នាវាក៏បានតបមកកាន់ចៅហ្វាយរបស់វាថាមិនមែនខ្ញុំធ្វើកិច្ចការនេះមិនបានសម្រេចទេប៉ុន្តែដោយសារតែមនុស្សចាស់ទាំង3នាក់នោះគឺវាមានវិជ្ជាអាគមខ្លាំងពេកហើយដល់ថ្នាក់កំភ្លើង5ដើមសុទ្ធតែបញ្ចុះនៅមុនគាថាបើកសាច់ទាំងអស់នៅតែបាញ់គេមិនចុះផងហើយមិនមែនតែត្រឹមនេះទេខ្ញុំក៏បានភ្នាល់ជាមួយនឹងគេដែរគឺភ្នាល់ដាក់ជីវិតមានន័យថាខ្ញុំគឺបដូរកំភ្លើងជាមួយនឹងលោកអ៊ំទាំង3នាក់នោះឲ្យគេយកកំភ្លើងរបស់ខ្ញុំហើយខ្ញុំយកកំភ្លើងរបស់គេហើយពេលដែលរាប់ដល់3ត្រូវតែឈរបាញ់ទល់មុខគ្នាមិនឲ្យអ្នកណាគេចនិងបង្រាស់ជាដាច់ខាតគឺឈរត្រឹងមួយកន្លែង
ក្នុងអំឡុងពេលប្រយុទ្ធនោះខ្ញុំក៏បានលួចដូរកំភ្លើងដែលខ្ញុំបានសៀតនៅចង្កេះខោខាងក្រោយមិនឲ្យគេដឹងខ្លួនឡើយហើយកំភ្លើងនេះគឺខ្ញុំបានបញ្ចុះនៅអាថ័ន្តជាច្រើនសម្រាប់បើកសាច់បើកឆ្អឹងប៉ុន្តែនៅតែធ្វើកញ្ចាស់ម្នាក់នោះមិនបានទៀតដូច្នេះគឺខ្ញុំអស់វិធីឲ្យលោកម្ចាស់ហើយចវាយរបស់វាក្រោយពីស្ដាប់ហើយក៏បន្តសួរវាទៀតថាមិនក៏ឯងរួចជីវិតមកបានបើគេមានវិជាខ្លាំងដល់ដំណាក់កាលនេះហើយពេលនោះកូនចៅរបស់គេនោះក៏បានតបទៅកាន់ចវាយគេថាខ្ញុំរួចជីវិតមកនេះក៏ដោយសារតែគេទុកជីវិតឲ្យខ្ញុំមកផ្ដល់ព័ត៌មានមកប្រាប់លោកម្ចាស់ដែរបើគេសម្លាប់ខ្ញុំគឺមិនមានអ្នកណាមកផ្ដល់ដំណឹងឲ្យលោកម្ចាស់នោះទេហើយបើតាមអ្វីដែលខ្ញុំគិតមើលទៅកញ្ចាស់ទាំង3នេះប្រកាសជាចង់លេងអាគមផ្ទាល់ជាមួយនឹងលោកម្ចាស់ហើយបានជាគេធ្វើបែបនេះហើយចវាយរបស់គេនោះក្រោយតែពីស្ដាប់ពាក្យពេចន៍ដែលកូនចៅគេរៀបរាប់យ៉ាងរំអិតប្រាប់មកកាន់ខ្លួនហើយគឺគេអង្គុយមិនសុបទេគេខឹងផងនឹងរកវិធីដើម្បីកម្ចាត់លោកអ៊ំទាំង3នាក់ផងតបពីគេអង្គុយស្មឹងស្មាតគិតមួយសន្ទុះក្រោយពីស្ដាប់សម្ដីកូនចៅគេហើយនោះគេក៏បានបញ្ជាឲ្យកូនចៅគេផ្សេងទៀតចូលទៅក្នុងព្រៃដើម្បីបរបាញ់សត្វមកធ្វើកិច្ចពិធីនៅពេលយប់ហើយមើលទៅអ្វីដែលគេរៀបចំនេះគឺមិនធម្មតាទេប្រកាសជាគេយកសត្វទាំងអស់នោះរួមទាំងឈាមរបស់វាមកបូជាដើម្បីដាស់ខ្មោចព្រាយនៅក្នុងព្រៃនោះហើយកូនចៅរបស់គេវិញក្រោយតែពីចវាយរបស់គេបញ្ជាបែបនេះហើយម្នាក់គឺញាប់ដៃញាប់ជើងណាស់គេចាប់សត្វដែលពួកគេប្រមាញ់បានពេលថ្ងៃនោះយកមកសម្លាប់ហើយយកឈាមសត្វទាំងអស់នោះយកមកធ្វើកិច្ចអាគមជូនចវាយរបស់វាហើយចវាយរបស់គេវិញក្រោយតែពីកូនចៅរបស់គេរកបានគ្រឿងសក្ការៈបូជាទៅតាមអ្វីដែលគេចង់បានហើយនោះគេក៏បាននាំកូនចៅរបស់គេមួយក្រុមចូលទៅក្នុងកន្លែងលអាងមួយហើយលអាងនោះគឺវាគ្រោះថ្នាក់ខ្លាំងណាស់ពេលដែលទៅដល់មាត់លអាងនោះភ្លាមគឺវាត្រជាក់ខ្លាំងណាស់វាបូករួមទាំងផ្សែងអាប់រួមផ្សំជាមួយនឹងទឹកទន្សើមដែលវានៅក្នុងព្រៃនោះហើយបងប្អូនក៏បានដឹងដែរថានៅក្នុងព្រៃពេលដែលយប់ឡើងគឺវាត្រជាក់ខ្លាំងណាស់ដោយសារតែផ្សែងអាប់វាក្រាស់ខ្លាំងពេកហើយនៅពេលដែលទៅដល់មុខលអាងនោះភ្លាមវាក៏នាំកូនចៅរបស់វាឲ្យឈរយាមនៅខាងមុខលអាងហើយវាក៏ចាប់ផ្ដើមរៀបចំកិច្ចអាគមនៅក្នុងការធ្វើវិធីពត់សមាការពារពីពពួកឬក៏ខ្មោចព្រាយដែលនៅក្នុងលអាងនោះចូលទៅបៀតបៀនឬក៏រំខានវានៅក្នុងការរៀននៅរបៀនពេលដែលវាធ្វើដំណើរចូលទៅដល់ខាងក្នុងបន្តិចវាក៏ឲ្យកូនចៅដែលវានៅសេសសល់ដែលនៅយាមខាងមុខលអាងនោះឲ្យដើរប្រមូលដុំថ្មតូចប៉ុនក៏ដៃដើម្បីរៀបជារង្វង់បន្ទាប់មកវាក៏ឲ្យគ្នាវាផ្សេងទៀតយកទៀន12ដើមយកមកអុជនៅជុំវិញខ្លួនពេលដែលអុជទៀនរួចហើយវាក៏ចាប់ផ្ដើមយកសัตว์រួមទាំងឈាមរបស់សัตว์នោះយកមករៀបចំជាកាយាបូជាថ្វាយជាគ្រឿងនឹងវាយទៅដល់ពពួកព្រាយដែលវានៅក្នុងលអាងរីឯចវាយរបស់វាវិញក្រោយតែគេឲ្យកូនចៅរបស់គេរៀបចំនៅគ្រឿងនឹងវាយរួចហើយអស់នោះគេក៏ចាប់ផ្ដើមពេនភ្នែនបិទភ្នែកធ្វើសមាធិហើយចម្រើននៅមន្តគាថារបស់គេហើយមន្តគាថាដែលគេរៀនម្ដងនេះឲ្យមានឈ្មោះថាដំរាស្រូបមន្តមានន័យថារកគ្រូអាគមឬគ្រូរបៀនណាក៏ដោយឲ្យតែគេមិនបានចងមុនឲ្យបានត្រឹមត្រូវមុនពេលប្រយុទ្ធសឹកសង្គ្រាមអាគមនោះប្រកាសណាស់គេនឹងអាចប្រើមុននេះទៅស្រូបមុនវិជាពីគ្រូរបៀនផ្សេងទៀតបាននិយាយទៅមុននេះគឺពិសេសខ្លាំងណាស់ហើយក៏មិនមានគ្រូអាគមណាម្នាក់ងាយនឹងសម្រេចវិជាបែបនេះដែរដោយសារវិជាបែបនេះគឺវិជាថ្នាក់ខ្ពស់អ្នកដែលសម្រេចវិជាបែបនេះបានលុះត្រាតែគេមានផ្លូវចិត្តរឹងមាំខ្លាំងណាស់ហើយនៅក្នុងអំឡុងពេលដែលគេកំពុងតែសិក្សាមុនវិជានេះដែរគឺមានរឿងរ៉ាវកើតឡើងចំពោះគេចម្លែកមែនតែនទី1គឺមានផ្សែងពន្លឺពណ៌ខ្មៅដែលហោះចូលមកក្នុងខ្លួនគេហើយផ្សែងពន្លឺពណ៌ខ្មៅដែលហោះចូលមកក្នុងខ្លួនគេនេះមើលទៅមិនមែនជាផ្សែងល្អនោះទេប្រហែលជាផ្សែងខ្មោចព្រាយឬក៏ស្ដេចព្រាយដែលវានៅក្នុងលអាងនេះហើយដែលវាសន្ធិដ្ឋចូលទៅក្នុងរូបមេគ្នាវាដែលកំពុងតែបដិបត្តិនៅវិជាមួយនេះពេលដែលពន្លឺផ្សែងខ្មៅវាបានចូលទៅក្នុងខ្លួនរបស់គេហើយគឺវាធ្វើទុកខ្លាំងណាស់ធ្វើឲ្យគេក្តៅក្រហល់ក្រហាយប្រកាច់ប្រកិនហើយភ្នែករបស់គេវិញគឺឡង់ក្រហមស្លែតែម្ដងហើយកូនចៅរបស់គេវិញនៅពេលដែលឃើញអាការៈមេរបស់គេឬក៏ចវាយរបស់គេមានសភាពធ្ងន់ធ្ងរបែបនេះម្នាក់គឺវានាំគ្នាមកជួយប៉ុន្តែ
ពេលដែលរៀបនឹងជួយនោះវាក៏បានស្ដាប់នៅបណ្ដាំមេរបស់វាបានផ្ដាំដែរថាទោះមានរឿងអ្វីក៏ដោយនៅពេលដែលវាកំពុងតែរៀនវិជ្ជានេះគឺមិនឲ្យកូនចៅណាម្នាក់ឈានចូលនៅក្នុងដែនសមាដោយគេបានពាត់ឡើយកាលណាតែមានគ្នាវាណាម្នាក់ចូលមកក្នុងនេះបណ្ដាលឲ្យចិត្តរបស់គេរវើរវាយនិងបែកឆ្វេងចាក់ជាមិនខានដោយសារតែខ្សែសមាដែលគេបានចងនោះត្រូវបានដាច់តែគ្នាវាវិញក្រោយតែពីនឹកឃើញសម្ដីចវាយរបស់វាបានផ្ដាំនោះគឺវាមិនហ៊ានចូលជួយទេគឺវាបានត្រឹមតែឈរនៅខាងក្រៅរង្វង់សមាមើលតែប៉ុណ្ណោះហើយមើលទៅគេវិញគឺមានសភាពកាន់តែធ្ងន់ធ្ងរឡើងមួយសំទុះក្រោយមកស្រាប់តែចវាយរបស់វានោះប្រែคล้ายទៅជាមនុស្សម្នាក់ទៀតដោយដុសជង្គង់វែងហើយបាននិយាយអំពីត្រចកដៃវិញក៏ដុសវែងនិងស្រួចតែម្ដងនិយាយទៅប្រហែលជាគេត្រូវបានព្រីសន្ធិដ្ឋហើយកូនចៅរបស់គេគ្រប់គ្នាដែលឈរព័ទ្ធជុំវិញគេនោះក្រោយពីប្រទះឃើញរូបរាងកាយរបស់ចវាយគេប្រែទៅសភាពបែបនេះម្នាក់ធ្វើទឹកមុខស្លេកស្លាំងដូចជាផិតភ័យខ្លាំងណាស់ហើយចវាយគេវិញនៅពេលដែលគេប្រែคล้ายទៅជាស្ដេចព្រាយបែបនេះហើយគេក៏បានស្រែកថាឃ្លានឈាមណាស់ហើយកូនចៅរបស់គេវិញក្រោយតែពីស្ដាប់សម្ដីចវាយរបស់គេស្រែកបែបនេះម្នាក់កាន់តែភ័យមែនតែនហើយដំបូងគឺមិនសូវប៉ុន្មានទេប៉ុន្តែនៅពេលដែលឮពាក្យសម្ដីចុងក្រោយដែលចវាយរបស់គេคล้ายជាព្រាយហើយស្រែកបែបនេះនោះគឺម្នាក់សឹងតែរត់ចេញក្រៅលអាងទៅហើយពេលនោះដែរក៏មានគ្នាវាម្នាក់ដែលវានៅខាងក្រៅរង្វង់ខ្សែសីមានោះក៏បានប្រាប់ទៅគ្នាវាផ្សេងទៀតថាពួកឯងកុំភ័យស្លន់ស្លោអីចាំមើលបន្តិចទៀតសិនទៅណាមួយក៏មានរង្វង់សីមាការពារយើងដែរវាមិនអីនោះទេហើយយើងម្នាក់នាំគ្នាសូត្រមុនកំផែង7ជាន់ទៅដើម្បីការពារពពុះវិញ្ញាណនេះវាសន្ធិដ្ឋមកលើខ្លួនចវាយយើងទៀតហើយអ្នកដែលនៅខាងក្រៅរង្វង់នោះមានន័យថាម្នាក់គឺពួកគេសុទ្ធតែចេះនៅរបៀបអាគមទាំងអស់គ្មានអ្នកណាមិនចេះនោះទេដោយសារតែចវាយរបស់វាមុននឹងវាចូលធ្វើពិធីនេះគឺវាបានគិតទុកជាមុនល្អិតល្អន់ហើយវាខ្លាចនៅពេលដែលវាមានបញ្ហាគ្មានអ្នកណាជួយសង្គ្រោះវាបានដូច្នេះត្រូវតែរកអ្នកដែលមានវិជ្ជាអាគមរៀងខ្ពស់គួរសមមកដើម្បីចាំជួយការពារខ្លួនហើយកូនចៅរបស់គេវិញក្រោយតែពីគេបានសូត្រនៅមុនសីមាកំផែង7ជាន់ហើយនោះវិញ្ញាណខ្មៅដែលសន្ធិដ្ឋនៅលើខ្លួនចវាយរបស់គេនោះក៏ចាប់ផ្ដើមសាយភាយចេញពីខ្លួនម្ដងបន្តិចមួយសន្ទុះក្រោយមកក៏ចវាយរបស់គេនោះវិលមកសភាពដូចដើមវិញពេលដែលគេវិលមកសភាពដូចដើមនោះគេក៏បានដួលសន្លប់នៅក្នុងរង្វង់សីមានោះភ្លាមតែម្ដងមើលទៅគេវិញដូចជាអស់កម្លាំងលហិតលហៃខ្លាំងណាស់ក្រោយតែពីផ្សែងខ្មៅនោះបានសាយភាយចេញពីខ្លួនរបស់គេហើយកូនចៅរបស់គេវិញក្រោយតែពីប្រទះឃើញចវាយរបស់គេដួលនៅក្នុងរង្វង់សីមាហើយមានសភាពទ្រុឌទ្រោមខ្លាំងបែបនេះម្នាក់គឺគេមិននៅស្ងៀមឡើយគេក៏ចូលលើកចវាយរបស់គេហើយគ្រាចេញយកមកខាងក្រៅលអាងដើម្បីធ្វើដំណើរត្រឡប់មកជំរំរបស់ពួកគេវិញពេលដែលវានាំមេរបស់វាមកដល់ជំរំនោះមានគ្នាវាផ្សេងទៀតបានរកកន្លែងឲ្យចវាយរបស់វាដើម្បីសម្រាប់ព្យាបាលពេលដែលចវាយរបស់វាដឹងខ្លួនមកវិញបានវាសួរតាក់ទងនឹងការរៀននៅវិជ្ជាទាំងអស់នោះហើយកូនចៅរបស់វាម្នាក់គឺវាសង្ស័យណាស់ខ្លាចមេរបស់វាត្រូវបានព្រាយនៅក្នុងលអាងនោះសន្ធិដ្ឋដូច្នេះវាត្រូវតែសួរចវាយវាឬក៏មេរបស់វាឲ្យបានច្បាស់លាស់ព្រោះវិជ្ជាខ្លះប្រសិនបើយើងរៀនទៅចិត្តរបស់យើងរវើរវាយមិនស្ងប់សុខហើយមានកំហឹងចងនៅក្នុងខ្លួនទៀតនោះបានណាបិសាចនឹងបន្លំចូលមកក្នុងខ្លួនរបស់យើងពេលណាដែលវាចូលមកដល់ហើយនោះវានឹងកាច់សម្បុកធ្វើជាកន្លែងរស់នៅរបស់ពួកវាហើយរៀងរាល់ថ្ងៃសិលពួកនេះវានឹងធ្វើទុកបុកម្នេញដល់យើងរហូតរីឯចវាយរបស់ពួកគេវិញក្រោយតែពីសម្រាប់បានមួយសំទុះហើយគេក៏បានដឹងខ្លួនឡើងវិញពេលដែលគេដឹងខ្លួនឡើងវិញនោះការនិយាយស្ដីរបស់គេដូចជាមានការខុសប្រក្រតីបន្តិចដោយសារតែនិយាយរវើរវាយខុសពីធម្មតាមុនពេលដែលគេរៀនវិជ្ជានេះហើយកូនចៅរបស់គេវិញក្រោយតែពីគេប្រទះឃើញមេរបស់គេមានសភាពមិនប្រក្រតីបែបនេះម្នាក់គឺគេអង្គុយសម្លឹងមុខគ្នាមិនដឹងថាពួកគេគិតនៅក្នុងចិត្តបែបណានោះទេសារតែពួកគេនៅក្នុងក្រុមនេះម្នាក់គឺអាងតែចវាយរបស់គេតែប៉ុណ្ណោះពេលដែលចវាយរបស់គេមានបញ្ហាគេម្នាក់មិនមានទីពឹងដូចមុននោះឡើយហើយក្រោមស្ថានភាពនេះដែរមើលតែគ្នាគេម្នាក់ដែលនៅក្រោមបង្គាប់
ច្បាយរបស់គេនោះមើលទៅដូចពិបាកចិត្តខ្លាំងណាស់ហើយក៏មានគ្នាគេម្នាក់សួរទៅកាន់ច្បាយរបស់គេថាច្បាយកើតអីមែនទេបានមើលទៅច្បាយមានសភាពដូចជារវើរវាយបែបនេះហើយច្បាយរបស់គេនោះក្រោយតែពីលឺកូនចៅគេសួរបែបនេះគឺគេបានសម្លឹងកូនចៅរបស់គេលើក្រោមនិយាយទៅស្ថានភាពគេពេលនេះដូចមនុស្សពិកលចរិតអញ្ចឹងហើយបើភ្នែកគេវិញក្រឡាប់ដូចមានអ្នកនៅក្នុងខ្លួនគេកំពុងតែបញ្ជាគេហើយពេលនោះដែរគេក៏បានតបមកកាន់កូនចៅគេថាពួកឯងជានរណាមកសួរអញបែបនេះពេលនោះកូនចៅរបស់គេវិញពេលដែលឮមេគេនិយាយបែបនេះគេក៏ចាប់ផ្ដើមកាន់តែមានអារម្មណ៍ភិតភ័យហើយដោយសារតែមេរបស់គេមើលទៅប្រហែលជាលែងស្គាល់ពួកគេដូចពីមុនបន្ទាប់ពីគេនិយាយជាមួយនឹងកូនចៅគេហើយគេក៏បានហៅកូនចៅគេម្នាក់ឲ្យទៅជិតគេថាឯងម្នេះអញមានរឿងចង់និយាយជាមួយឯងគាត់តែកូនចៅគេដើរមកដល់ជិតគេភ្លាមប្រហែលជាគិគ្នាមួយថ្នាំងដៃអីហ្នឹងមិនអាចទាញគ្នាដល់ហ្នឹងគេក៏យកដៃរបស់គេចាប់ទាញអាវកូនចៅគេកន្ត្រាក់មកជិតគេនោះគេក៏ចាប់ផ្ដើមបញ្ចេញចង្កូមខំចំដៃរបស់កូនចៅគេម្នាក់នោះនិយាយរួមទៅពេលដែលគេបញ្ចេញចង្កូមមកខំនេះគឺភ្នែកឡើងក្រហមតែម្ដងហើយកូនចៅរបស់គេវិញក្រោយតែពីមេរបស់គេប្រែคล้ายទៅជាបិសាចបែបនេះហើយគេព្យាយាមកន្ត្រាក់ដៃចេញប៉ុន្តែគឺគេកន្ត្រាក់មិនរួចទេដោយសារតែអំណាចដែលនៅក្នុងខ្លួនច្បាយរបស់គេនោះគឺវាខ្លាំងពេកហើយពេលនោះគេក៏មានកូនចៅម្នាក់ដែរឲ្យឈ្មោះថានីរងគឺមានន័យថាបន្ទាប់ពីច្បាយរបស់គេនេះគឺមានតែម្នាក់នេះហើយដែលមានអំណាចក្រោមតែច្បាយរបស់គេបន្តិចគេក៏បានបញ្ជាឲ្យកូនចៅគេផ្សេងទៀតយកខ្សែពួរដែលនៅក្នុងឡាននោះយកមកចងច្បាយរបស់គេផ្អោបទៅនឹងដើមឈើដើម្បីរកវិធីនៅក្នុងការបន្សាបសារធាតុបិសាចដែលវានៅក្នុងខ្លួនច្បាយរបស់គេនោះហើយអំឡុងពេលដែលពួកគេកំពុងតែយកខ្សែពួរយកមកចងនោះគឺមិនងាយនឹងចងជាប់នោះទេបិសាចដែលនៅក្នុងខ្លួនច្បាយរបស់គេនោះគឺវាព្យាយាមរើបំរាស់ហើយពួកគេតម្រុំតែចងបានម្នាក់សឹងតែអស់កម្លាំងចេញពីខ្លួនរលែងហើយអំឡុងពេលដែលពួកគេចងបាននេះក៏ដោយសារតែពួកគេបានសូត្រនៅមុនសម្រាប់ចងសីមាដែរបើសិនជាពួកគេមិនចេះនៅមុនចងសីមាទេម្លេះហើយគ្មាននរណាអាចចងច្បាយរបស់គេដែលត្រូវបានបិសាចសន្ធិដ្ឋនោះជាប់ឡើយបន្ទាប់ពីច្បាយរបស់គេត្រូវបានចងជាប់ផ្អោបទៅនឹងដើមឈើហើយនោះអ្នកដែលមើលការខុសត្រូវនៅក្នុងការដឹកនាំមានតែនិរងទេដែលមានសមត្ថភាពក្នុងការសម្រេចចិត្តនៅក្នុងការបញ្ជានិងធ្វើរឿងទាំងអស់នេះហើយនិរងវិញបើមើលទៅអាយុរបស់គេវិញប្រហែលជា35ឆ្នាំអីនោះទេហើយអត្តចរិតរបស់គេវិញគឺគេមិនសូវមាត់មិនសូវកអីនោះទេគ្រាន់តែថាមនុស្សគេនេះតថាអីគឺធ្វើនឹងតែម្ដងហើយអំឡុងពេលដែលគេឡើងគ្រប់គ្រងក្រុមគ្នាគេបន្តពីច្បាយរបស់គេនោះនិរងគេក៏បានឲ្យគ្នាគេទាំងអស់បោះឆ្នោតក៏ដូចជាការប្រកួតនៅមុនវិជាផ្សេងបើសិនជាមាននរណាយកឈ្នះគេគឺមានសិទ្ធិនៅក្នុងការដឹកនាំក្រុមដូចគ្នាហើយគ្នាគេម្នាក់វិញនៅពេលដែលនិរងគេប្រកាសបែបនេះមិនមាននរណាដែលចង់ដឹកនាំក្រុមនោះទេគឺគេចង់ធ្វើកូនចៅរបស់និរងដោយសារតែគេដឹងពីសមត្ថភាពនិរងថាជាមនុស្សបែបណាហើយណាមួយនិរងនេះក៏គេដើរតាមច្បាយរបស់គេច្រើនឆ្នាំដែរដូច្នេះទាំងបទពិសោធន៍ទាំងចំណេះដឹងជំនាញគឺគេមានសមត្ថភាពគ្រប់គ្រាន់ងាកមកមើលច្បាយរបស់គេវិញដែលត្រូវបានព្រាយសន្ធិដ្ឋនោះពេលដែលគ្នាគេបានចងច្បាយរបស់គេទៅក្រោមដើមឈើធំមួយហើយនោះច្បាយរបស់គេនោះក៏ចាប់ផ្ដើមក៏ត្រាក់ខ្សែទាំងអស់នោះសឹងតែរបូតចេញពីគ្នាទៅហើយដោយសារតែអំណាចព្រាយគឺវាបានមកប្រមូលផ្ដុំនៅក្នុងខ្លួនកាន់តែច្រើនឡើងហើយនិរងវិញពេលដែលឃើញទស្សនវិជ្ជាបែបនេះគឺគេមិននៅស្ងៀមទេគេក៏ចាប់ផ្ដើមឲ្យគ្នាគេទាំងអស់នោះទៅយកខ្សែពួរមកចងបន្ថែមហើយមុននឹងយកទៅចងទៅលើខ្លួនច្បាយរបស់គេនោះដែលត្រូវបានព្រាយសន្ធិដ្ឋគឺគេបានយកខ្សែទាំងអស់នោះមករៀបចំជាកិច្ចអាគមដើម្បីដាស់ប្រសិទ្ធិនិងបញ្ចុះនៅខ្សែសីមាហៅថាកំផែង7ជាន់ដើម្បីយកទៅចងរឹតម្ដងទៀតបន្ទាប់ពីគេចងច្បាយរបស់គេរួចហើយនិរងគេក៏ឲ្យកូនចៅគេម្នាក់ដែលចេះអាគមសមល្មមគួរសមដែរនោះ
ចាប់ផ្ដើមរៀបចំកិច្ចវិធីនៅក្នុងការដកអាគមវិញម្ដងឬក៏គេហៅថាកិច្ចរំលាយអាគមប្រសិនបើគេបន្តទុកឲ្យវិជាទាំងអស់នេះនៅក្នុងខ្លួនចង្វាយរបស់គេទៀតមិនយូរមិនឆាប់ទេព្រីដែលនៅក្នុងខ្លួននោះនឹងកាច់យកចង្វាយគេយកទៅតែម្ដងហើយនេះរងវិញគេក៏បានបង្គាប់ឲ្យកូនចៅអ្នកក្រមបានរបស់គេនោះទៅយកថង់យាមរបស់គេនៅក្នុងជំរំដោយសារពេលតែគេចេញទៅខាងក្រៅអីហ្នឹងគេមិនដែលយកថង់យាមរបស់គេទៅជាមួយនោះទេគេទៅតែខ្លួនគេទៅទេនឹងកំភ្លើងមួយដើមប៉ុន្តែថ្ងៃនេះគេឲ្យកូនចៅគេទៅយកថង់យាមដែលគេទុកនៅកន្លែងទីសក្ការៈនៅក្នុងជំរំនោះយកមកឲ្យគេបន្ទាប់ពីយកឲ្យគេហើយគេក៏លូកដៃចូលទៅក្នុងថង់យាមរបស់គេនោះក៏ទាញបានអំបោះពណ៌សមួយដុំមិនដឹងថាអំបោះពណ៌សនេះជាអំបោះសីមាឬក៏ខ្សែអីឲ្យច្បាស់លាស់នោះទេគេក៏ឲ្យកូនចៅរបស់គេប្រវែងប្រហែលជាមួយនាក់ 5-6 ម៉ែត្រអីហ្នឹងបន្ទាប់មកឲ្យយកទៅចងលើក្បាលលោកម្ចាស់ឬក៏ចង្វាយរបស់គេនោះតទៅពីគ្នាគេម្នាក់ចងហើយនោះគេក៏ចាប់ផ្ដើមរៀបចំកិច្ចពិធីនៅក្នុងការបន្សាបអំពើឬក៏រំលាយអាគមដែលនៅលើចង្វាយរបស់គេនោះហើយនៅក្នុងកិច្ចដែលគេរៀបចំនេះគឺគេអង្គុយជារង្វង់ដោយលោកម្ចាស់គេអង្គុយនៅកណ្ដាលហើយគ្នាគេឬក៏កូនចៅគេម្នាក់អង្គុយនៅជុំវិញហើយនាយរងគឺអង្គុយសំពះពេនភ្នែននៅខាងមុខចង្វាយរបស់គេតែម្ដងហើយខ្សែសមានោះម្នាក់គឺនាំគ្នាយកមកចងទៅនឹងដៃរួចលើកដៃសំពះបន្ទាប់មកក៏សូត្រមន្តគាថាដើម្បីរំលាយកិច្ចអាគមនៅក្នុងអំឡុងពេលដែលពួកគេកំពុងតែរំលាយអាគមចង្វាយរបស់គេនោះគឺមានរឿងសាហាវព្រឺព្រួយខ្លាំងណាស់មិនដឹងថាពពួកខ្មោចព្រាយវាចេញមកពីណានោះទេឲ្យព្រាតប្រងតែម្ដងគឺផ្សែងឲ្យខ្មៅងឹតពេញនៅកន្លែងជំរំរបស់គេហើយកូនចៅគេម្នាក់វិញក្រោយតែពីប្រទះឃើញភ្លើងព្រាយច្រើនបែបនេះម្នាក់គឺភ្នែកនេះឆ្អឹងកហើយមើលទៅគួរឲ្យខ្លាចខ្លាំងណាស់ដោយសារតែព្រាយនោះវាហោះមកវាមិនមែនគ្រាន់តែហោះធម្មតាទេវាលាយឡំជាមួយនឹងសំឡេងខ្យល់ទៀតផងព្រមទាំងសំឡេងសត្វដែលវាលាយឡំជាមួយនឹងសំឡេងព្រាយដូច្នេះបងប្អូនសាកគិតមើលថាតើនៅក្នុងទិដ្ឋភាពនោះវាគួរឲ្យសាហាវព្រឺព្រួយប៉ុណ្ណាបើតាមអ្វីដែលខ្ញុំគិតព្រាយនោះវាប្រកាសជាចេញមកពីបាត់ល្អាងដែលចង្វាយរបស់វាទៅរៀនមន្តវិជ្ជានោះហើយណាមួយពួកនេះវាមិនចង់ឲ្យនាយរងបន្សាបវិជ្ជាដែលនៅក្នុងខ្លួនរបស់ចង្វាយវាទេបានជាវាមកបំផ្លាញកិច្ចពិធីបែបនេះហើយនាយរងវិញក្រោយតែពីគេបានប្រទះឃើញកម្លាំងព្រាយវាកាន់តែកើនឡើងពីមួយកម្រិតទៅមួយកម្រិតគេក៏ចាប់ផ្ដើមឲ្យគ្នាគេផ្សេងទៀតនោះប្រមូលស្មារតីប្រមូលកម្លាំងចិត្តដើម្បីទប់ទៅនឹងកម្លាំងព្រាយនេះប្រសិនបើទប់មិនជាប់ទេកុំថាឡើយចង្វាយរបស់គេដែលរងគ្រោះសូម្បីតែគេរួមទាំងគ្នាគេផ្សេងទៀតក៏រងគ្រោះដូចគ្នាដែរស្រួលមិនស្រួលត្រូវព្រាយសន្ធិដ្ឋចូលទៅក្នុងខ្លួនគ្រប់តែគ្នានឹងពេលនោះនាយរងគេក៏បាននិយាយប្រាប់គ្នាគេថាពួកឯងប្រយ័ត្នខ្លួនផងព្រាយវាចាប់ផ្ដើមប្រមូលឫទ្ធិអំណាចវាមកលើក្បាលលោកម្ចាស់ហើយម្នាក់កុំភ័យស្លន់ស្លោព្យាយាមតាំងចិត្តឲ្យមុតឲ្យមមពួកវាមិនអាចធ្វើឲ្យយើងបានទេកុំឲ្យតែយើងមានស្មារតីទន់ជ្រាយងាកមកមើលទិដ្ឋភាពលោកអ៊ំទាំង3នាក់នេះវិញមានអ៊ំយ៉ាក់អ៊ំយ៉តរួមទាំងអ៊ំច័ន្ទនិងនីដាមគឺពួកគាត់កំពុងតែអង្គុយអាំងទំលងនៅក្នុងព្រៃហូបជុំគ្នាពេលដែលគាត់កំពុងអាំងសុកនោះស្រាប់តែអ៊ំយ៉តគាត់បាននិយាយថាលបងទាំងពីរនាក់រួមទាំងក្មួយដាំក្មួយមានធំក្លិនអីឬអត់ខ្ញុំវិញធំក្លិនឆ្អេះឆ្អាបខ្លាំងណាស់ឡើងឈួលច្រមុះតែម្ដងតាមក្លិននៃខ្យល់បក់មកនេះហើយលោកអ៊ំទាំងពីរនាក់រួមទាំងនីដាមវិញម្នាក់គឺទទួលបានក្លិននេះដូចគ្នាហើយពេលនោះអ៊ំយ៉ាក់គាត់ក៏បានតបទៅកាន់អ៊ំយ៉តថាអញក៏ធំក្លិនដូចឯងដែរគឺធំក្លិនឆ្អេះឆ្អាបមើលទៅក្លិននេះប្រកាសណាស់ជាក្លិនព្រាយមើលទៅយប់នេះយើងបានសម្រាកឬអត់អស់ពីរឿងមួយចូលរឿងមួយបែបនេះគិតទៅនៅក្នុងព្រៃគឺវាគ្រោះថ្នាក់ខ្លាំងណាស់ប្រសិនបើយើងមិនប្រយ័ត្នប្រយែងជីវិតរបស់យើងអាចបាត់បង់គ្រប់ពេលវេលាទាំងអស់នៅពេលដែលលោកអ៊ំទាំងពីរជជែកគ្នាហើយអ៊ំច័ន្ទវិញគាត់មិនមាត់បង្កយទេប៉ុន្តែគាត់ដឹងថាក្លិននេះគឺជាក្លិនអ្វីឲ្យពិតប្រាកដហើយពេលនោះគាត់អង្គុយកាយរងើកភ្លើងដែលកំពុងតែអាំងទំលង
បន្ទាប់ពីអាំងដំឡូងហើយគាត់ក៏ហុចដំឡូងនេះទៅឲ្យយ៉តយៈរួមទាំងនីដាំមើលទៅគាត់ដូចមិនបានខ្វល់រឿងព្រីរឿងអីនេះទេគឺគាត់ធ្វើសភាពធម្មតាដូចមិនមានរឿងអីកើតឡើងអញ្ចឹងពេលនោះយៈគាត់ក៏បានសួរទៅកាន់នំច័ន្ទថាលបងចុះលបងមានធំក្លិនអីចម្លែកឬអត់ពេលនោះបាននំច័ន្ទក៏តបថាអូក្លិននេះខ្ញុំធំតាំងពីយូរហើយប្រហែលជាមួយសំទុះដែរហើយប៉ុន្តែខ្ញុំមិនឲ្យលបងទាំងពីរនាក់ចាប់អារម្មណ៍ដោយសារតែយើងកុំគិតអីច្រើនពេកយើងហូបឲ្យតែឆ្អែតទៅទោះបីយើងស្លាប់ក៏វាមិនខ្លាចជាខ្មោចអត់ឃ្លាននៅទីនេះដែរពេលនោះនីដាំគេក៏បានសួរទៅកាន់នំច័ន្ទបន្ថែមថាលោកអ៊ំខ្ញុំមិនទាន់មានប្រពន្ធនៅឡើយខ្ញុំមិនអាចស្លាប់បានទេមើលទៅទោះបីយ៉ាងណាក៏ខ្ញុំរកវិធីយករួចខ្លួនដែរហើយអ៊ំច័ន្ទរួមទាំងអ៊ំទាំងពីរនាក់ទៀតគាត់ក៏ញញឹមហើយសើចបដាក់នីដាំថាអ៊ំនិយាយលេងតាគ្រាន់តែធំក្លិនព្រាយប៉ុណ្ណេះវាមិនអាចយកជីវិតយើងបានទេក្មួយខ្លាចស្លាប់ទៅមិនទាន់បានប្រពន្ធក្មួយអាចឡើងទៅលើថ្នាក់ខាងលើសម្រាប់បានហើយលបងទាំងពីរនាក់ក៏អញ្ចឹងដែរលបងយ៉តនិងលបងយៈបើលបងទាំងពីរខ្លាចលបងអាចឡើងទៅសម្លាក់នៅខាងលើបានហើយខ្ញុំមិនទាន់ទៅណាទេអង្គុយចាំហិតក្លិនព្រាយនេះបន្តិចហើយអ៊ំយ៉តអ៊ំយៈរួមទាំងនីដាំវិញក្រោយតែពីស្ដាប់អ៊ំច័ន្ទដេញពួកគាត់ឲ្យឡើងទៅសម្រាកលើថ្នាក់មុននោះគឺពួកគាត់ម្នាក់បានតបមកកាន់អ៊ំច័ន្ទថាលបងជឿតែនិយាយលេងសើចហើយខ្ញុំមិនណាគ្រាន់តែព្រាយប៉ុណ្ណេះខ្ញុំខ្លាចនោះបើលបងនៅទីនេះគឺយើងអង្គុយនៅទីនេះទាំងអស់គ្នាទៅគ្រាន់នឹងបានជជែកគ្នាលេងអ៊ំច័ន្ទវិញក្រោយតែពីឮលោកអ៊ំទាំងពីរអ្នកនិយាយដោយភាពជឿជាក់និងមានភក្ដីភាពចំពោះគាត់បែបនេះគឺគាត់បាននិយាយទៅកាន់លោកអ៊ំទាំងពីរនាក់រួមទាំងនីដាំថាមិនអីទេបើអញ្ចឹងលបងទាំងពីរនាក់នៅអង្គុយលេងទីនេះទៅហើយចុះក្មួយដាំវិញក្មួយឡើងទៅលើឬអង្គុយលេងនៅទីនេះហើយនីដាំគេបាននិយាយទៅកាន់អ៊ំច័ន្ទថាខ្ញុំអង្គុយនៅជាមួយនឹងលោកអ៊ំដែរគ្រាន់នឹងបានគ្នាជជែកលេងហើយនៅអំឡុងពេលដែលលោកអ៊ំទាំង3នាក់រួមទាំងនីដាំកំពុងតែជជែកគ្នាសួរពីនេះពីនោះក៏ស្រាប់តែខ្យល់វាបក់ចំហាយក្លិនព្រាយមកប៉ះពួកគាត់នឹងកាន់តែខ្លាំងឡើងហើយចំហាយព្រាយដែលគាត់ធំក្លិននោះគឺចេញពីទិសឦសានទៀតផងដោយសារតែក្រុមពួកនោះគឺវានៅទិសឦសាននោះឯងដែលកន្លែងដែលវាបោះជំរំអ៊ំយៈវិញក្រោយតែពីគាត់ធំក្លិននេះខ្លាំងឡើងនិងចំហាយនៃរដ្ឋអំណាចព្រាយវាកាន់តែកើនឡើងបែបនេះគឺមានការសង្ស័យនៅក្នុងចិត្តខ្លាំងណាស់គាត់ខ្លាចពួកនេះវាចងព្រាយមកធ្វើបាបពួកគាត់ដូច្នេះហើយគាត់ត្រូវតែទៅស៊ើបដំណឹងនេះពេលនោះគាត់ក៏សួរទៅកាន់អ៊ំយ៉តអ៊ំច័ន្ទរួមទាំងនីដាំថាតើលបងទាំងពីរនាក់រួមទាំងក្មួយដាំអ្នកណាស្ម័គ្រចិត្តទៅជាមួយខ្ញុំដើម្បីទៅស៊ើបដំណឹងថាពួកនេះវាធ្វើកិច្ចវិធីអ្វីឲ្យពិតប្រាកដពេលនោះអ៊ំច័ន្ទគាត់ក៏បានតបមកកាន់អ៊ំយៈថាទុកឲ្យខ្ញុំទៅជាមួយនឹងលបងទៅណាមួយលបងយ៉តគាត់ក៏ទៅតែត្រូវរបួសហើយដែរលបងឆាប់សម្រាកឲ្យបានស្រួលបួលទៅហើយក្មួយដាំនៅទីនេះជួយមើលលបងយ៉តឲ្យបានស្រួលបួលផងក្មួយដោយសារតែអ៊ំរបស់ក្មួយមានរបួសនីដាំវិញក្រោយតែពីឮលោកអ៊ំច័ន្ទគាត់ផ្ដាំបែបនេះនីដាំគេក៏បានតបមកកាន់អ៊ំច័ន្ទថាមិនអីទេលោកអ៊ំខ្ញុំនឹងមើលថែអ៊ំយ៉តមិនអីទេលោកអ៊ំទាំងពីរនាក់ទៅឲ្យបានសុវត្ថិភាពទៅហើយនឹងអាលបានប្រញាប់ត្រឡប់មកវិញហើយអ៊ំយៈនិងអ៊ំច័ន្ទវិញក្រោយតែពីគាត់និយាយចប់ជាមួយនឹងនីដាំរួមទាំងអ៊ំយ៉តហើយគាត់ក៏ចាប់ផ្ដើមទាញបង្វិចម្នាក់មួយបង្វិចដែលហៅថាថង់យាមរបស់គាត់នោះរួមទាំងកំភ្លើងម្នាក់មួយដើមចេញទៅរកក្លិនព្រាយដែលវាមានចំហាយខ្លាំងឡើងនោះហើយអំឡុងពេលដែលគាត់ធ្វើដំណើរនោះគឺគាត់ប្រយ័ត្នប្រយែងខ្លាំងណាស់គាត់ក៏ចាប់ផ្ដើមរៀបចំកិច្ចអាគមដោយយកដីខ្សាច់យកមកសូត្របន្ទាប់មកគាត់ក៏ចាប់ផ្ដើមរោយទៅលើក្បាលគាត់ទាំងពីរនាក់ដើម្បីសុំឲ្យប្រម៉ែធរណីបើកទឹកបើកដីជួយការពារឃុំក្រងគាត់ពីពពួកវិញ្ញាណបិសាចនេះកុំឲ្យមើលគាត់ឃើញបើប្រសិនបើគាត់មិនធ្វើបែបនេះទេប្រកាសណាស់បិសាចវានឹងស្រង់ក្លិនគាត់បានហើយពេលណាតែវាស្រង់បានហើយវាមានឱកាសនៅក្នុងការគេចខ្លួនហើយជំនាញរបស់បិសាចនៅក្នុងព្រៃអារឿងលាក់ខ្លួននេះគឺពួកវាប្រកែកខ្លាំងណាស់ដោយសារតែពួកវាស៊ាំនឹងការរស់នៅនិងសម្របខ្លួននៅក្នុងព្រៃទៅហើយមនុស្សយើងវិញវាមិនមានទម្លាប់បែបនេះទេដូច្នេះមុននឹងធ្វើដំណើរទៅណាមកណាយើងក៏បីឲ្យមានវិធីឬក៏មានរបៀបរបបនៅក្នុងការចេញដំណើរហើយនៅពេលដែលលោកអ៊ំទាំងពីរនាក់ក៏ដើរទៅដល់កន្លែងនោះវាគិរៀងបន្តិចចំហាយខ្មោចព្រាយនោះគឺវាកាន់តែខ្លាំងឡើង
ហើយផ្សែងអាប់ក៏វាកាន់តែក្រាស់ដែរហើយផ្សែងអាប់នោះវាខុសពីរាល់ដងពីមុនផ្សែងអាប់ពេលដែលវាធ្លាក់មកវាមិនសូវងងឹតទេវារាងថ្លាប៉ុន្តែម្ដងនេះផ្សែងអាប់ដែលនៅជុំវិញនោះបែរជាងងឹតសូនសុងទៅវិញពេលនោះអ៊ំយៈគាត់បាននិយាយទៅកាន់អ៊ំច័ន្ទថាលបងអើយប្រយ័ត្នខ្លួនផងមើលទៅសភាពពេលនេះដូចជាមិនសូវស្រួលទេរដ្ឋអំណាចខ្មោចព្រាយវាកាន់តែមានឥទ្ធិពលកាន់តែខ្លាំងឡើងហើយយើងគូណាតែប្រយ័ត្នឲ្យបានខ្ពស់អ៊ំច័ន្ទវិញក្រោយតែពីស្ដាប់អ៊ំយៈគាត់និយាយបែបនេះហើយគាត់ក៏បានតបមកកាន់អ៊ំយៈវិញថាដោយអ្វីដែលលបងបាននិយាយមែនមើលទៅខ្មោចព្រាយនេះវាកាន់តែមានឫទ្ធិអំណាចហើយយើងឆាប់ដើរលឿនបន្តិចទៅខ្ញុំចង់ដឹងណាស់ថានៅកន្លែងជំរុំនោះពួកវាកំពុងតែរៀបចំកិច្ចពិធីអីដល់ពីលោកអ៊ំទាំងពីរជជែកគ្នាប្រហែលជា 4-5 នាទីអីហ្នឹងគាត់ក៏បានដើរដល់គិជំរុំរបស់ក្រុមអ្នកអាឈើនោះហើយលោកអ៊ំទាំងពីរគាត់ក៏បានប្រទះឃើញពួកនោះវាកំពុងតែរៀបចំកិច្ចពិធីប៉ុន្តែគាត់មិនដឹងថាពួកនេះវារៀបចំកិច្ចពិធីនៅក្នុងការដកមុនឬរំលាយមុនចង្វាយរបស់វាទេពេលដែលអ៊ំទាំងពីរនាក់ដើរដល់ដើមឈើនៅក្បែរនោះធំមួយគាត់ក៏ឈរនៅជិតនោះដើម្បីចាំខ្លំមើលតាមដានពួកវាដែលកំពុងតែរៀបចំកិច្ចពិធីនោះឯងពេលដែលអ៊ំទាំងពីរនាក់ឈរនៅក្បែរដើមឈើកំពុងតែលួចមើលពួកវានោះស្រាប់តែស្ព្រីជាច្រើនក្បាលវាបានហោះសំដៅមកកាន់អ៊ំទាំងពីរនាក់តែម្ដងហើយពេលដែលហោះមកដល់ជិតពួកគាត់ភ្លាមពេលនោះអ៊ំយៈគាត់ក៏អោនទៅខាងក្រោមហើយគាត់ច្បាមដីនៅក្បែរគល់ឈើនោះមួយក្តាប់បន្ទាប់មកគាត់ក៏សូត្រមន្តគាថាបញ្ចុះទៅក្នុងដីហើយគាត់ក៏ព្រីកដីទាំងអស់នោះទៅសត្វព្រាយដែលវាហោះមកសំដៅពួកគាត់នោះឯងហើយពេលដែលព្រាយនោះវាបានត្រូវដីដែលអ៊ំយៈបានឧបកិច្ចសូត្រមន្តគាថានេះហើយគឺវារលាយប្រលឹងបាត់មួយរំពេចតែម្ដងហើយអ៊ំច័ន្ទវិញក្រោយតែពីឃើញអ៊ំយៈធ្វើបែបនេះហើយគាត់ក៏សួរទៅកាន់អ៊ំយៈថាលបងអើយបើតាមអ្វីដែលខ្ញុំសង្កេតព្រាយនេះវាមិនមែនពួកនេះវាហៅមកធ្វើបាបយើងអីទេវាអាចនឹងមាននរណាម្នាក់រងគ្រោះដោយសារតែត្រូវបានពួកព្រាយនេះធ្វើបាបបើតាមវិធីដែលគេធ្វើមកវាមិនមែនពិធីនៅក្នុងការហៅឬក៏ចងខ្មោចព្រាយទាំងអស់នេះទេគឺជាពិធីនៅក្នុងការដោះឬក៏រំលាយអាគមអ៊ំច័ន្ទវិញនៅពេលដែលនិយាយជាមួយនឹងអ៊ំយៈបែបនេះហើយគាត់ក៏កលេចទៅមើលគ្នាវាទាំងអស់នោះនិយាយទៅពេលដែលគាត់កលេចទៅឃើញគ្នាវាដែលកំពុងតែដោះនៅរបៀនព្រាយដែលសន្ធិដ្ឋនៅលើខ្លួនចង្វាយរបស់វានោះម្នាក់ឡើងញ័រខ្លួនតែម្ដងដឹងថាអំណាចព្រាយនោះវាខ្លាំងប៉ុណ្ណាទេដល់ថ្នាក់កូនចៅវាសឹងតែមួយជំរុំទៅហើយម្នាក់គឺអង្គុយញ័រទៅត្រាក់ទៅត្រើតតែម្ដងហើយលោកអ៊ំទាំងពីរវិញគាត់ក៏មិនធ្វើអីពួកនោះដែរគ្រាន់តែគាត់ឈរមើលនៅក្បែរដើមឈើតែប៉ុណ្ណោះលេចមកមើលគ្នាវាដែលកំពុងតែដោះអំពើវិញមេរបស់វាដែលមានឈ្មោះថានីរងនោះគឺវាខំប្រឹងខ្លាំងណាស់គឺវាសូត្រមន្តគាថាបណ្ដាគឺឈាមហូរតាមច្រមុះបណ្ដាងាកមកមើលចង្វាយរបស់វាវិញម្ដងដែលកំពុងតែជាប់ខ្សែសីម៉ានោះនិយាយទៅវាគឺបញ្ចេញជង្គង់មកខាងក្រៅវែងរួមទាំងត្រចកដៃទៀតផងហើយមើលទៅវាចង់ខ្លាចជាបិសាចអសូរកាយទៅហើយវាមិនមែនជាព្រាយធម្មតាទៀតទេហើយផ្សែងខ្មៅជាច្រើនបានភាយចេញពីខ្លួនចង្វាយរបស់គេនោះដែលត្រូវបានព្រាយសន្ធិដ្ឋនោះឯងហើយកូនចៅរបស់នីរងវិញពួកគេម្នាក់ចាប់ដើមសាយភាយផ្សែងខ្មៅចេញពីខ្លួនរបស់គេម្ដងម្នាក់មិនដឹងថាមានរឿងអីនោះទេហើយនីរងវិញដល់ថ្នាក់មានវិជាអាគមខ្លាំងដែរនៅតែហូរឈាមតាមច្រមុះចុះតម្រាំកូនចៅរបស់គេងាកមកមើលអ៊ំយៈនិងអ៊ំច័ន្ទវិញក្រោយតែពីគាត់ប្រទះឃើញចង្វាយរបស់វាប្រែคล้ายទៅជាអសូរកាយបែបនេះពេលនោះអ៊ំច័ន្ទគាត់ក៏បាននិយាយប្រាប់ទៅកាន់អ៊ំយៈថាលបងអើយមើលទៅពួកនេះវាមិនឈ្នះនឹងអំណាចព្រាយទេប្រសិនបើយើងជួយវាមិនតាន់ទេពួកយើងកាន់តែមានរឿងធំហើយពីព្រោះព្រាយដែលវានៅក្នុងលអាងនេះគឺវាមានអាយុកាលរាប់ពាន់ឆ្នាំហើយមុនវិជាកាលក៏វាចេះច្រើនដែរដូច្នេះហើយពួកនេះបើតាមអ្វីដែលខ្ញុំមើលវាមិនអាចទប់នឹងអំណាចព្រាយបានទេលបងឃើញទេនោះកូនចៅរបស់វាម្នាក់អង្គុយហូរឈាមច្រមុះម្ដងម្នាក់ហើយផ្សែងខ្មៅវិញចាប់ផ្ដើមសាយភាយចេញពីស្បែកម្ដងបន្តិចបើតាមអ្វីដែលខ្ញុំគិតអាចនិយាយបានថាពួកនេះមិនយូរទេវានឹងคล้ายទៅជាអសូរកាយទាំងអស់មួយជំរុំនេះតែម្ដងហើយកាលណាតែវាคล้ายជាអសូរកាយបែបនេះពួកវារកអីស៊ីមិនបានប្រកាសណាស់ព
ពួកវានឹងចូលទៅក្នុងភូមិដើម្បីចាប់អ្នកស្រុកអ្នកភូមិយកមកធ្វើជាចំណីរបស់ពួកវាពេលនោះអ្នកដែលរងគ្រោះធំបំផុតមិនមែនពួកវាទេគឺអ្នកស្រុកអ្នកភូមិដែលរស់នៅជាប់នឹងជើងភ្នំនេះអ៊ំយ៉ាក់វិញក្រោយតែពីគាត់ស្ដាប់អ៊ំច័ន្ទហើយគាត់ក៏បានតបមកវិញថាបើចឹងមែនយើងឆាប់រកវិធីជួយពួកវាទៅដើម្បីទប់ស្កាត់អំណាចបិសាចនេះកុំឲ្យចូលទៅក្នុងខ្លួនពួកវាបើមិនដូចនេះទេគឺយើងពិបាកនៅក្នុងការទប់ទល់ហើយហើយអ៊ំច័ន្ទវិញក្រោយតែពីគាត់ស្ដាប់អ៊ំយ៉ាក់ហើយគាត់ក៏បាននិយាយមកប្រាប់អ៊ំយ៉ាក់វិញថាអញ្ចឹងលោកបងឆាប់ប្រើមុនបំបាំងកាយទៅដើម្បីចូលទៅមើលស្ថានភាពពួកវាឲ្យជិតបន្តិចបើពួកនេះវាមានរឿងអីមិនស្រួលយើងនឹងមានឱកាសនៅក្នុងការជួយវាបន្ទាប់ពីអ៊ំទាំងពីរនាក់គាត់បាននិយាយគ្នាត្រូវហើយគាត់ក៏ចាប់ផ្ដើមប្រើមុនគាថាបំបាំងកាយចូលទៅជិតក្រុមគ្នាវានោះអាចទៅដល់ភ្លាមគឺគាត់កាន់តែប្រទះឃើញរឿងចម្លែកដែលកើតឡើងចំពោះពួកវាហើយកូនចៅគ្នាវាដែលអង្គុយនៅខាងក្រោយគេបំផុតនោះស្រាប់តែគេលើកដៃសំពះសុកស្រាប់តែដុសត្រចកមកពណ៌ឡើងខ្មៅងឹតថយស្រួចទៀតផងនិយាយទៅគេចិត្តប្រែคล้ายជាអសុរកាយមែនតែនហើយបើមេរបស់វាវិញដែលអង្គុយនៅខាងមុខដែលមានឈ្មោះថានីរងនោះពេលដែលគេកំពុងតែបិទភ្នែកសូត្រនៅមុនគាថានោះដំបូងគឺមានតែឈាមហូរតាមច្រមុះទេប៉ុន្តែម្ដងនេះពេលដែលអ៊ំទាំងពីរដើរទៅជិតពួកគេនោះគឺឈាមហូរតាមត្រចៀកទៀតផងរួមទាំងភ្នែកពេលនោះអ៊ំយ៉ាក់ក៏និយាយជាមួយអ៊ំច័ន្ទថាមើលទៅមិនស្រួលទេលបងឆាប់ជួយពួកវាផងបើមិនដូចនេះទេមួយសំទុះក្រោយមកមើលទៅពួកនេះនឹងអសុរកាយទាំងអស់មិនមែនជាមនុស្សដូចដើមនោះទេពេលនោះអ៊ំច័ន្ទគាត់ក៏បាននិយាយជាមួយនឹងអ៊ំយ៉ាក់បន្ថែមទៀតថាអញ្ចឹងយើងឆាប់ត្រៀមកម្លាំងដើម្បីទប់ទល់នឹងអំណាចបិសាចដែលជ្រៀតចូលទៅក្នុងខ្លួននេះវាទៅណាមួយពួកនេះក៏វាមិនទាន់បានបិសាចគ្រប់គ្រងទៅលើវាទាំងមូលដែរគ្រាន់តែជាផ្នែកខ្លះតែប៉ុណ្ណោះគ្រាន់តែអ៊ំទាំងពីរនាក់និយាយមិនទាន់បានចប់ស្រួលវល់ផងនាយរងដែលអង្គុយនៅខាងមុខគេនោះស្រាប់តែក្អួតឈាមអ៊ំយ៉ាក់វិញក្រោយតែពីគាត់ប្រទះឃើញនាយរងដែលគេក្អួតឈាមធ្លាក់មកខ្មៅងឹតហើយមានធំក្លិនឆ្អេះឆ្អាបទៀតនោះមើលទៅអំណាចព្រីនេះគឺពិបាកទប់ទល់ពិតមែនអ៊ំច័ន្ទវិញក្រោយតែពីឃើញនាយរងមានរបួសធ្ងន់ធ្ងរបែបនេះគាត់ក៏បានសូមអ៊ំយ៉ាក់ថាលបងឆាប់ហុចទឹកនៅក្នុងបំពង់ដែលលបងយកមកឲ្យបើខ្ញុំបន្តិចមកខ្ញុំធ្វើកិច្ចពិធីកូរទឹកឲ្យគេផឹកដើម្បីបន្សាបជាតិព្រីដែលនៅក្នុងខ្លួនគេនោះអ៊ំយ៉ាក់វិញក្រោយតែពីអ៊ំច័ន្ទសុំទឹកហើយគឺគាត់បញ្ញាប់បញ្ញាល់យកទឹកនោះឲ្យអ៊ំច័ន្ទពេលដែលអ៊ំច័ន្ទបានទឹកហើយគាត់ក៏ចាប់ផ្ដើមសូត្រមន្តគាថារបស់គាត់ហៅថាមន្តគាថាក្រុងឆេះដើម្បីប្រើជាសមាភ្លើងនៅក្នុងការបណ្ដេញពួកនេះចេញពីរូបរាងកាយអ៊ំច័ន្ទវិញក្រោយពីគាត់ធ្វើកិច្ចនេះរួចហើយគាត់ក៏យកទឹកដែលនៅក្នុងបំពង់របស់អ៊ំយ៉ាក់នោះទៅឲ្យនាយរងផឹកហើយគាត់និយាយថាក្មួយឆាប់ផឹកទឹកនេះទៅបើចង់មានជីវិតរស់តទៅទៀតពួកអ៊ំមកនេះគឺអ៊ំមិនបានធ្វើបាបធ្វើទោសអីទេគឺមកជួយសង្គ្រោះក្មួយទាំងអស់គ្នានាយរងវិញក្រោយតែពីស្ដាប់សម្ដីអ៊ំច័ន្ទគឺគេមិនបានគិតច្រើនទេបើជីវិតរបស់គេវាពាក់កណ្ដាលស្លាប់ទៅហើយនោះឆ្នេះគេក៏បានយកទឹកដែលអ៊ំច័ន្ទឲ្យគេនោះទៅផឹកបន្ទាប់ពីផឹកទឹកនោះហើយខ្លួនរបស់គេក៏ចាប់ផ្ដើមមានចំហាយពន្លឺពណ៌សចេញពីខ្លួនរបស់គេព្រិចមានន័យថាគេបានបណ្ដេញចំហាយពណ៌ខ្មៅចេញពីខ្លួនរបស់គេហើយមើលទៅគេវិញដូចជាមានកម្លាំងជាងមុនចំណែកឯកូនចៅរបស់គេផ្សេងទៀតនោះអ៊ំច័ន្ទគាត់ក៏យកទឹកនៅក្នុងបំពង់នោះគាត់មិនបានឲ្យអ្នកទាំងអស់នោះផឹកទេគ្រាន់តែគាត់យកទៅប្រោះព្រំទៅលើក្បាលពួកនោះហើយនៅពេលដែលទឹករបស់គាត់ប្រោះព្រំទៅលើក្បាលពួកគេនោះគឺពន្លឺពណ៌ខ្មៅក៏ចាប់ផ្ដើមសាយភាយចេញកាន់តែខ្លាំងឡើងហើយពន្លឺពណ៌សវាចាប់ផ្ដើមចេញពីខ្លួនរបស់គេម្ដងបន្តិចដោយដេញពន្លឺពណ៌ខ្មៅទាំងអស់នោះចេញមកខាងក្រៅហើយលោកអ៊ំទាំងពីរវិញក្រោយតែពីគាត់ឃើញថាពួកនេះវាត្រឡប់មកសភាពដូចដើមវិញនោះគឺគាត់សប្បាយចិត្តខ្លាំងណាស់គឺគាត់ឈរញញឹមដាក់គ្នាតែម្ដងពេលនោះអ៊ំយ៉ាក់គាត់ក៏និយាយទៅកាន់អ៊ំច័ន្ទថាមើលទៅគេទាំងអស់គ្នាប្រកាសជាមានសង្ឃឹមហើយលបងមើលទៅពួកគេម្នាក់គឺមានសភាពត្រឡប់មកដូចដើមវិញហើយងាកទៅកាន់ច្បាយរបស់គេវិញនៅពេលដែលលោកអ៊ំទាំងពីរដើរចូលទៅជិតបន្តិចនោះស្រាប់តែខ្សែដែលវាចងនោះគឺចាប់ផ្ដើមប្រេះចង់ដាច់ទៅហើយរត់អំណាចព្រាយដែលនៅក្នុងខ្លួនច្បាយរបស់វានោះគឺវាកើនឡើងខ្លាំងណាស់ពេលនោះអ៊ំច័ន្ទគាត់ក៏ចាប់ផ្ដើមប្រើកិច្ចវិធីរបស់គាត់សូត្រនៅមន្តគាថាចងសមា
បន្ទាប់ពីអ៊ំច័ន្ទក៏សូត្រនៅមុនគាថាចងសមាននេះរួចហើយខ្លួនរបស់វាដូចភ្លើងគេយកទៅដុតចឹងគឺវាស្រែកក្តៅណាស់ឆាប់លែងអញទៅគឺវានិយាយបែបនេះរហូតតទៅពីវាស្រែកមួយសំទុះក្រោយមកស្រាប់តែវាសន្លប់អង្គុយតែម្ដងហើយផ្សែងខ្មៅដែលនៅក្នុងខ្លួនរបស់វានោះក៏ចាប់ផ្ដើមសាយតាមស្បែកចេញមកក្រៅភាយហើយផ្សែងអាប់ដែលរុំព័ទ្ធជុំវិញជំរុំរួមទាំងព្រាយទាំងអស់នោះក៏វាចាប់ផ្ដើមរសាត់បាត់ទៅម្ដងបន្តិចគ្នាវាទាំងអស់នោះវិញក្រោយតែពីអ៊ំច័ន្ទនិងអ៊ំយ៉ាក់បានជួយបង្ក្រាបចំហាយខ្មៅដែលនៅក្នុងខ្លួនច្បាយរបស់វារួមទាំងពួកវាផងនោះម្នាក់ពេលដែលវាក្រោកឡើងគឺវាមកថ្វាយអង្គមអ៊ំយ៉ាក់និងអ៊ំច័ន្ទតែម្ដងហើយពួកវាថ្វាយអង្គមគឺវានិយាយពាក្យល្អជាមួយនឹងលោកអ៊ំទាំងពីរនាក់នេះណាដោយវានិយាយថាឲ្យខ្ញុំសុំទោសលោកអ៊ំទាំងពីរនាក់ផងពីមុនពួកខ្ញុំបានជាសាងកំហុសហើយថ្ងៃនេះពួកខ្ញុំគឺឡើងប្រព្រឹត្តអ្វីដែលពួកខ្ញុំធ្វើកន្លងមកហើយអាយុជីវិតរបស់ពួកខ្ញុំទាំងអស់គ្នានៅថ្ងៃនេះកុំតែបានលោកអ៊ំទាំងពីរជួយកុំអីពួកខ្ញុំនឹងខ្លាយជាបិសាចជាមិនខាននោះទេដោយសារតែអំឡុងពេលដែលខ្ញុំធ្វើពិធីនោះគឺចំហាយព្រាយវាចេញមកពីក្នុងលអាងកាន់តែច្រើនឡើងហើយពួកខ្ញុំមិនអាចទប់នឹងឫទ្ធិអំណាចរបស់វាបានទេមានតែព្យាយាមទៀតមិនថាខ្លួនឯងស្លាប់ឬរស់ក៏ត្រូវតែបដូរដែរហើយពេលនោះអ៊ំច័ន្ទគាត់ក៏បានតបទៅកាន់ពួកវាវិញថាមិនអីទេបើលោកប្អូនទាំងអស់គ្នាដឹងខុសហើយអ៊ំទាំងពីរនាក់ក៏មិនយកទោសពីអីដែរហើយអ្វីដែលលោកប្អូនទាំងអស់គ្នាធ្វើពីមុនគឺឈប់ធ្វើតទៀតពីព្រោះទាំងវើទាំងអស់នេះគឺវាមិនបានផ្ដល់ផលចំណេញអីដល់យើងទេវាមានតែជួយបំផ្លាញជាតិនិងសង្គមរបស់យើងព្រោះមនុស្សម្នាក់គឺពេលដែលស្លាប់ទៅគ្មាននរណាយកអីយកទៅតាមបានទេហើយក្នុងមួយឆាកជីវិតយើង10ឆ្នាំក៏មិនមានច្រើនដងដែរដូច្នេះចូលរួមសាងនៅអំពើល្អអំពើកុសលដែលជាអំពើបុណ្យដែលនាំឲ្យយើងមានសេចក្តីសុខសេចក្តីចម្រើនពួកវាវិញក្រោយតែពីលឺអ៊ំយ៉ាក់និយាយបែបនេះវាក៏និយាយសុំទោសអ៊ំយ៉ាក់ថារឿងពីមុនពួកខ្ញុំសន្យាជាមួយនឹងលោកអ៊ំម្ដងទៀតគឺខ្ញុំឈប់ប្រព្រឹត្តហើយថ្ងៃនេះពួកខ្ញុំថ្វាយអង្គមលោកអ៊ំទាំងពីរនាក់ប្រៀបដូចជាព្រះដែលជួយសង្គ្រោះជីវិតពួកខ្ញុំម្ដងទៀតអញ្ចឹងហើយសាច់រឿងនៅថ្ងៃនេះដែរគឺខ្ញុំសូមបញ្ចប់តែត្រឹមនេះសិនយើងនឹងជួបគ្នានៅក្នុងភាគក្រោយជាបន្តទៀតដោយសារថ្ងៃនេះដែរគឺមេឃភ្លៀងដូច្នេះហើយគឺពិបាកនៅក្នុងការនិយាយខ្លាំងណាស់វាមានសម្លេងរំខានច្រើនហើយភាគក្រោយនឹងរឿងបន្តទៀតខ្ញុំនឹងព្យាយាមដាក់ឲ្យបាន1 ម៉ោងចែកជូនបងប្អូនទាំងអស់គ្នាស្ដាប់ចុងក្រោយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលចាយពេលដ៏មានតម្លៃស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅក្នុងវីដេអូក្រោយសូមអរគុណសូមជម្រាបលា